ទុករបស់នៅលើទេចោលទៅបើមិនអញ្ចឹងទេឯងនឹងអស់ជីវិតបានតើពួកឯងមកយកដោយខ្លួនឯងទៅចុះសាច់នៅណាមិនមែនថាមានសាច់ជ្រូកប្រៃ2ឬ300គីឡូទេអីចង្រៃកូនចង្រៃរបស់លីវអឺមកបោកពួកយើងសោះមកទៅប្រហែលជាវាលាក់ទុកហើយប្រាប់មកឯងយកសាច់ជ្រូកទៅលាក់នៅណាកុំនៅឈោថ្មឹងអីកាប់វាឲ្យងាប់ទៅតែឈួនអញពិតជាខ្លាំងមែនក្នុងដៃពួកគេសុទ្ធតែមានកាំបិតអូមែនហើយឯងមិនមានរបួសត្រង់ណាទេខ្ញុំមិនអីទេមិនមានរបួសត្រង់ណាទេនេះស្ទាក់ប្លន់ខ្ញុំតាមផ្លូវទាំងព្រលឹមបែបនេះច្បាស់ជាមានអ្នកក្នុងភូមិត្រូវរកជាមួយពួកវាហើយមិនបាច់ឯងនិយាយក៏ពូស្មានបានដែរទុកឲ្យពូជាអ្នកចាត់ការពួកនេះចុះមេក្រុមយ៉ាងទោះជាយ៉ាងណាក៏ដោយពួកយើងសុទ្ធតែជាសាច់ញាតិខ្សែស្រឡាយតែមួយហើយបងប្រុសម្នាក់នេះក៏មិនបានខាតបង់អ្វីដែរលោកដោះលែងពួកយើងទៅមិនបានទេអីយកពេលមកនិយាយឥតប្រយោជន៍ដាក់ខ្ញុំបែបនេះទុកទៅនិយាយជាមួយប៉ូលីសវិញល្អជាងនាំពួកគេទៅសាលាឃុំទៅពូយ៉ាងអំបញ្ញមិញមានម្នាក់ក្នុងចំណោមពួកគេផ្លាត់មាត់និយាយឈ្មោះលីវអឺមកចេញមកតែឈួនអញកុំបារម្ភអីមិនថាជាអ្នកណាក៏ដោយល្មើសវិន័យពូនឹងមិនការពារជាដាច់ខាតបានហើយអញទៅធ្វើការរបស់អញចុះចាំពូទៅមើលជាមួយពួកគេតែឈួនមិនសូវមិញទៅតែយកសាច់ជ្រូកព្រៃជាង100ชิ้นមកឲ្យសោះថ្ងៃនេះប្រមាណបានជ្រូកព្រៃទៀតហើយសំណាងល្អតែប៉ុណ្ណោះចូលភ្នំជាមួយបងប្អូនម្នាក់ក៏បានជួបអាមួយនេះទៅចែកពាក់កណ្ដាលឲ្យលោដាទៅខ្ញុំនៅសល់93រៀលដែរបុកទាំងលុយសាច់ជ្រូកព្រៃកាលពីម្សិលមិញនិង120រៀលដែលលីវសាវជៀនឲ្យមកនោះទៀតទុកចំណាយកាលពីម្សិលមិញនិងថ្ងៃនេះចេញឥឡូវក្នុងដៃខ្ញុំមានលុយសុទ្ធជាង200រៀលហើយតាជួងបើអញអាចរកបានប្រមាត់ខ្លាឃ្មុំខ្ញុំនឹងទទួលទិញក្នុងតម្លៃព្រមទាំងប្រញាំខ្លាឃ្មុំអីនឹងតម្លៃនៅទីនេះនឹងខ្ពស់ជាងខាងស្រុកជារបស់ឯងបាទពេលទៅបបបាញ់លើកក្រោយខ្ញុំនឹងកត់ចំណាំទុកពួកអញចោតបង្កាច់មនុស្សល្អស្លាប់មិនស្រួលទេប្រញាប់ដោះលែងគាត់ទៅគាត់ចិត្តនឹងចូលក្រុងធ្វើជាកម្មករហើយពួកឯងមិនអាចចាប់គាត់បានទេកុំមកបង្កបញ្ហាបើមិនដូច្នោះទេនឹងចាប់ទាំងឯងទៀតលីវតាឆ្វានឹងអញទៅងាប់នៅឯណាប្រញាប់ប្រាប់ប៉ូលីសទៅក្នុងចំណោមអ្នកប្លន់អញព្រឹកមិញគ្មានខ្ញុំទេខ្ញុំលីវតាចៅប្រញាប់ប្រាប់ប៉ូលីសទៅថាបងជីដូនមួយឯងមិនបានត្រូវបានគេទម្លាក់កំហុសឲ្យទេមិនមែនតតែចូលរួមផ្ទាល់ទៅប្រាប់ថាខ្ញុំត្រូវគេប្លន់ការពីព្រឹកមិញខ្ញុំបានឬពួកគេនិយាយផ្ទាល់ត្រជាគឺលីវអឺម៉ៅជាអ្នកផ្ដោតតម្រុយឲ្យពួកគេមកប្លន់ខ្ញុំគាត់ហ៊ានឲ្យពួកចៅទាំងនោះមកប្លន់ខ្ញុំហើយឲ្យខ្ញុំជួយអង្វរជំនួសគាត់ទៀតមែនទេមានបញ្ហាខួរក្បាលក៏គិតថាខ្ញុំល្ងងខ្លៅទោះយ៉ាងណាក៏ដោយគាត់គឺជាបងជីដូនមួយរបស់ឯងកុំភ្លេចឲ្យសោះឯងក៏ជាមនុស្សក្នុងត្រកូលលីវដែរឲ្យតែឯងប្រាប់ត្រកូលលីវឯងត្រូវតែស្ដាប់តាមខ្ញុំបើមិនអញ្ចឹងទេមិនឲ្យឯងប្រាប់ត្រកូលលីវឡើយខ្ញុំមានត្រកូលលីវគឺដោយសារពួកខ្ញុំឲ្យហើយត្រកូលពួកខ្ញុំក៏បន្តមកពីលោកតាដែរមិនឲ្យខ្ញុំប្រាប់ត្រកូលលីវលោកមិនទាន់មានសិទ្ធទេជិះផ្លូវទៅបងដេថូហេតុអីបងកាន់សំជោគមកឈរនៅមុខផ្ទះខ្ញុំអញ្ចឹងពូទី3នឹងលោកយាយបានមកទីនេះកាលពីព្រឹកមិញខ្ញុំបារម្ភថាគាត់នឹងធ្វើបាបជាវយ័នទៅមកយាមទីនេះបងដេថូអរគុណបងហើយដែលនឿយហត់សាច់ជ្រូកព្រៃលក់អស់ហើយតម្លៃក៏គ្រាន់បើដែរតាជាន់ឲ្យខ្ញុំតែ50បានហើយវាច្រើនពេកហើយខ្ញុំមិនស្រួលចិត្តទេបងដាក់ទៅរឿងណាជារឿងហ្នឹងខ្ញុំឲ្យបងទទួលយកទៅនេះជារបស់ដែលបងគួរតែបានតើយកលុយទៅវិញហើយកុំភ្លេចឲ្យអ្នកមីងផងសម័យនេះបើផ្ទះគ្មានលុយចាយវាខ្លះធ្វើអ្វីក៏មិនស្រួលដែរបងដាក់ទៅខ្ញុំត្រូវនាំជាវយ័ននិងជាវយ័នទៅចុះឈ្មោះនៅសាលាធំសិក្សាអញត្រឡប់ទៅវិញយកលុយទៅឲ្យអ្នកមីងចាំពេលក្រោយចាំពួកយើងតាក់ទងគ្នាទៀតបងទិញកាបូបរៀនខ្មៅដៃនិងប្រអប់សម្ភារៈសិក្សាទាំងនេះគឺដើម្បីឲ្យពួកយើងទៅរៀនមែនទេមែនហើយកាលនោះជាវយ័នរៀនបានត្រឹមថ្នាក់ទី3ប៉ុណ្ណោះចំណែកជាវយ័នទៅតែរៀនថ្នាក់ទី1បានកន្លះឈ្មោះស្គាល់អក្សរមិនបានប៉ុន្មានទូផងគ្រូសាក៏មានរឿងកើតឡើងទៅថ្ងៃមុខសង្គមនេះត្រូវការអ្នកដែលមានចំណេះដឹងដូច្នេះពួកឯងត្រូវតែខំរៀនឲ្យបានច្រើនប្រុសខ្ញុំនឹងស្ដាប់តាមខ្ញុំនឹងខំប្រឹងរៀនសូត្រឲ្យបានល្អពួកយើងមានសៀវភៅរៀនហើយចំនេះមិនមែនជាអាខ្លាដំបងដែលជួបអាចកែសាហាវក្នុងព្រៃកាលពី2ថ្ងៃមុនទេអីបងប្រុសខ្ញុំចិញ្ចឹមឯងមិនរួចទេឯងស៊ីសាច់ច្រើនរាល់ថ្ងៃបែបនេះខ្ញុំទៅរកសាច់ឯណាឯងទៅបើឯងតាមខ្ញុំទៅវិញក៏បានតែត្រូវស្ដាប់តាមខ្ញុំថ្មីនេះមានជាងឈើមកផ្ទះពេលថ្ងៃឯងមិនអាចនៅផ្ទះបានទេហើយមួយទៀតកុំបង្ហាញខ្លួនឲ្យអ្នកភូមិឃើញឲ្យសោះបើមិនដូច្នោះទេឯងនឹងមានគ្រោះថ្នាក់នឹកស្មានមិនដល់ថាឯងស្ដាប់សម្ដីយកសោះអូមែនឯងមិនទាន់មានឈ្មោះទេមែនទេអញ្ចឹងហើយឯងថាជាហួងទៅចុះបានហើយជាហួងរៀងហត់ហើយពួកឯងកុំស្ទាបវាទៀតអីវាត្រូវការសម្រាប់ហើយរឿងដែលជាហួងនៅផ្ទះយើងពួកឯងហាមប្រាប់អ្នកណាឲ្យសោះបើមិនដូច្នោះទេវានឹងមានគ្រោះថ្នាក់បងកុំបារម្ភអីទោះបីជាគេធ្វើទារុណកម្មយ៉ាងណាខ្ញុំមិននិយាយដែរកំហុសមកពីអាលីដែលជើងអាថប់ទៀតនោះបើកុំតែវាកុំអីអើមិនត្រូវគេចាប់ខ្លួនទេខ្ញុំបួងសួងឲ្យវាចេញទៅក្រៅត្រូវឡានរថភ្លើងកិនស្លាប់ទៅឆាគួនខ្ញុំចង់ឲ្យអាលីដែលជើងអាប្រយោជន៍នោះមិនមានជីវិតដល់ថ្ងៃស្អែកយប់នេះឯងទៅដុតផ្ទះពួកវាឲ្យអស់ទៅវាមិនមែនទៅតែសង់រោងចំហៀងទេអីខាងក្នុងនោះសម្បូរទៅដោយអស់នឹងចំបើងឲ្យតែដុតឆេះភ្លាមវានឹងឆេះរាលដល់ផ្ទះធំទាំង3ខ្នងនោះភ្លាមដល់ពេលនោះឯងទៅចាក់សោទ្វារផ្ទះធំពីខាងក្រៅឲ្យជាប់ពួកវានឹងរត់ចេញមិនរួចឡើយឯងជួយមើលថែផ្ទះឲ្យខ្ញុំឲ្យបានល្អការពារប្អូនរបស់ខ្ញុំឲ្យបានល្អក្រោយសិទ្ធិគ្រប់គ្រងព្រៃឈើនឹងមានឲ្យឯងមិនខ្វះទេដែលជួនលោកប៉ូលីសលូនិងលោកប៉ូលីសយ៉ាងមានការខ្លះចង់សួរនាំឯងត្រូវឆ្លើយតាមត្រង់ពូយ៉ែងពូកុំបារម្ភអីខ្ញុំនឹងសហការជាមួយការងាររបស់លោកប៉ូលីសទាំង
សម្មិត្តលីដេឈួនលីសាគាត់និយាយថាអញចិញ្ចឹមខ្លាត្រីនៅក្នុងផ្ទះថាគាត់ត្រូវវាខំឲ្យរបួសហាំលោកប៉ូលីសលោកគិតថាអ្វីដែលគាត់និយាយសំហេតុផលដែរទេឬក៏ថាសំណួរនេះជាសំណួរដែលមនុស្សធម្មតាគេសួរមែនទេចុះលីសាគាត់មកបន្ទប់ចំហៀងផ្ទះខ្ញុំទាំងកណ្ដាលអាធិបធ្វើអីប៉ុន្តែខ្ញុំមានរឿងមួយទៀតចង់រាយការណ៍ប្រាប់លោកគាត់បានធាក់ទម្លាយទ្វារបន្ទប់ចំហៀងផ្ទះខ្ញុំអំបញ្ញមិញពេលបងប្អូនយើងងើសំឡេងស្រែករៀបនឹងចេញទៅមើលថាមានរឿងអ្វីកើតឡើងទើបដឹងថាទ្វារធំត្រូវបានគេចាក់សោពីខាងក្រៅបើគុំតែខ្ញុំលើកទាំងទ្វារចេញពួកយើងបងប្អូនប្រកាសជាចេញមកមិនរួចទេបន្ទាប់ពីខ្ញុំចេញមកបានទៅពិនិត្យមើលនៅបន្ទប់ចំហៀងឃើញមានគេចាក់ប្រេងកាតលើគំនរអស់ហើយក៏បានឃើញដបប្រេងកាតនិងឈើគូនៅក្បែរនោះខ្ញុំសង្ស័យថាមានគេចង់ដុតសម្លាប់ពួកយើងអ្វីដែលដេឈួងនិយាយគឺត្រូវហើយនេះពេលខ្ញុំនាំកងជីវពលនិងសមាជិកមកដល់ពិតជាឃើញលីវដេឈួងនិងប្អូនលើកទាំងទ្វារចេញមកមែនអ្វីដែលឯងនិយាយគឺសំហេតុប៉ុន្តែខ្ញុំត្រូវទៅពិនិត្យមើលស្ថានភាពនៅបន្ទប់ចំហៀងសិនលីវតាជួងឯងនេះដៃនឹងជើងពូទី3របស់អញបាក់អស់ហើយឯងនៅនិយាយរឿងទាំងនេះធ្វើអីទៀតឯងចង់សម្រាប់គាត់មែនទេគាត់ឯងក៏និយាយហើយដែរថាគាត់គឺជាពូបង្កើតរបស់ខ្ញុំកណ្ដាលអាធិបគាត់មកធ្វើអីនៅខាងក្រៅផ្ទះខ្ញុំថែមទាំងយកដបប្រេងកាតនិងដែកកេះមកគាត់ចង់ដុតសម្លាប់ខ្ញុំនិងប្អូនទៅហើយតើខ្ញុំនៅតែត្រូវរាប់រកគាត់ជាពូទៀតឬបើខ្ញុំជាអ្នកវិញពេលនេះខ្ញុំគួរតែទៅមើលនៅមណ្ឌលសុខភាពឃុំវាមិនមែនជារឿងរបស់ខ្ញុំទេលីសាគាត់និងម៉ៃក្មេកខ្ញុំជាអ្នកពិភាក្សាគ្នាពួកគាត់ចង់ដុតសម្លាប់លីវដេឈវិញនិងប្អូនរបស់គេតាមពិតវាពិតជាមានការប៉ុនប៉ងមែនហើយវាជាទង្វើដ៏អាក្រក់បំផុតនាំខ្លួនទៅសាកសួរឲ្យបានច្បាស់លាស់លេងខ្ញុំទៅខ្ញុំស្លូតត្រង់ទេពួកលោកចាប់ខ្ញុំធ្វើអីទៅចាប់ម៉ៃក្មេកខ្ញុំទៅកុំបារម្ភអីម៉ៃក្មេកអ្នកពួកយើងនឹងទៅចាប់គាត់ប៉ុន្តែអ្នកក៏ត្រូវទៅបំភ្លឺរឿងនេះឲ្យបានច្បាស់ដែរដើរទៅនិយាយពីតើពួកអញចង់ធ្វើអីហ្នឹងមិនទៅចាប់លីវដេឈវិញបែរជាមកចាប់កូនប្រសាខ្ញុំធ្វើអីច្បាប់ទម្លាប់ហើយមែនទេលេងភ្លាមបើមិនអីចឹងទេខ្ញុំប្រថុយស្លាប់ជាមួយពួកអញហើយពួកអញលេងខ្ញុំទៅខ្ញុំអាយុច្រើនហើយទ្រាំនឹងការធ្វើបាបបែបនេះមិនបានទេបងប្រុសមិញនេះខ្ញុំដេកលក់លងលក់ពេលម៉ៃខ្ញុំនិយាយថារបស់បងចង់ដុតសម្លាប់ពួកបងក្នុងផ្ទះតែចុងក្រោយបែរជាត្រូវសັດខំឲ្យចុះសັດនោះណែណានៅក្នុងព្រៃទៅរកមើលខ្លួនអញទៅបងមានការអីទៀតទេគ្មានអីទេខ្ញុំទៅហើយចាំបន្តិចខ្ញុំពិតជាមានរឿងចង់ប្រាប់បងមែននៅកន្លែងលៀងហ្វុងយ៉ាមានសម្បុកឃ្មុំមួយខ្ញុំនឹងស៊ូតាលីតាមមើលវីយូហើយប៉ុន្តែមិនហ៊ានធ្វើសកម្មភាពទេពីព្រោះសម្បុកឃ្មុំនោះព្យួរលើដើមឈើមួយខ្ញុំនឹងឆែកដាល់ឲ្យសុទ្ធតែធ្ងន់ពេកខ្លាចក្រែងដើមឈើនោះទ្រាំមិនជាប់ពួកយើងចង់បបួលអញឲ្យចូលរួមដែរអញជាអ្នកទៅយកសម្បុកឃ្មុំដល់ពេលនោះអញបានចំណាយពាក់កណ្ដាលល្អខ្ញុំយល់ព្រមទឹកឃ្មុំនៅខាងក្នុងប្រហែលមានជាង100ចិនក្នុងសម័យនេះទឹកឃ្មុំគឺជាអាហារបំពន់លំដាប់ខ្ពស់លក់ឲ្យសហករណ៍គ្រប់គងអាចលក់បានតម្លៃ7យួនក្នុង1ចិនបើលក់នៅផ្សារងឹត1ចិនអាចលក់បានតម្លៃខ្ពស់ពី10ទៅ15យួន100ចិនអាចលក់បានជាមួយ000យួនបាត់ហើយនេះជាផ្សិតលីងជីវប្រៃហើយក៏ជាផ្សិតដែលមានអាយុកាលច្រើនឆ្នាំដែរតម្លៃវាខ្ពស់ណាស់លើកនេះមានបានហើយផ្សិតលីងជីវធំបែបនេះប្រហែលជាមានតម្លៃច្រើនណាស់បងតាបងលីខ្ញុំស្មានថាទឹកឃ្មុំមានជាង130ចិនកូនឃ្មុំក៏មានប្រហែល20ចិនដែរសម្បុកឃ្មុំនៅទាំងផ្ទាំងបើបែកខ្ទេចពេកពិបាកលក់បានថ្លៃណាស់ឥឡូវពួកឯងសម្រេចចិត្តទៅថាតែចែករបស់ទាំងនេះឥឡូវហើយយកទៅលក់ខ្លួនឯងឬឲ្យខ្ញុំលក់រួចយកលុយមកចែកគ្នាឲ្យអ្នកជួយលក់ឲ្យពួកយើងវិញទៅខ្ញុំមិនចេះគិតលុយទេខ្លាចគេបោកខ្ញុំក៏ដូចដាធូដែរបាទបន្តិចទៀតខ្ញុំនឹងទៅស្រុកភីងសានសម្បត្តិទិញអីវ៉ាន់1កាក់លក់អីវ៉ាន់2កាក់ពេលចូលទៅហើយកុំនិយាយយឺកុំបញ្ចាំងពើចោលផ្ដេសផ្ដាស់បើជួបភ្នាក់ងារត្រួតពិនិត្យត្រូវរត់តាមច្រកខាងក្នុងបើត្រូវគេចាប់បានហាមនិយាយរឿងដែលកើតឡើងនៅខាងក្នុងបើមិនដូច្នោះទេបងខ្លានឹងខឹងខ្លាំងក្នុងធុងនេះសុទ្ធតែជាទឹកឃ្មុំព្រៃធម្មជាតិតើលក់តម្លៃប៉ុន្មានបើតម្លៃសមរម្យខ្ញុំនឹងយកទាំងអស់អ្នកដាក់ថ្លៃមកបើខ្ញុំយល់ថាសមរម្យខ្ញុំនឹងលក់ឲ្យបើមិនសមទេក៏តាមនឹងចុះ13ខ្ញុំយកទាំងអស់បានព្រមព្រៀងមិនមែននិយាយគ្នាថាសម័យនេះគ្រប់គ្នាក្រីក្រខ្លាំងណាស់ក្នុងមួយខែមានប្រាក់ខែត្រឹមតែ20-30រៀលសូម្បីតែហូបចុកក៏លំបាកដែរមែនទេចំណាយម្ដងអស់ប្រាក់ខែពេញមួយឆ្នាំនេះពិតជាសម្បំខ្លាំងណាស់មើលទៅមនុស្សម្នាក់នេះមិនធម្មតាទេមិត្តម្នាក់នេះបងខ្លារបស់យើងចង់ជួបអ្នកបងខ្លាតាមសម្ដីរបស់ពួកគេហាក់ដូចជាម្នាក់នេះគឺជាមេធំនៃទីផ្សារងឹតនេះឬមួយម្នាក់នេះឃើញខ្ញុំមានរបស់ល្អចង់បំពេញច្បាប់ហើយប្លន់យករបស់ខ្ញុំចុចខាងក្រោមដើម្បីទស្សនារឿងពេញប្អូនប្រុសបងហ៊ីវគ្មានបំណងអ្វីផ្សេងទេគ្រាន់តែចង់ស្គាល់ប្អូនបន្តិចប៉ុណ្ណោះបងហ៊ីវអ្នកលក់ទឹកឃ្មុំពួកយើងនាំមកដល់ហើយប្អូនប្រុសប្រញាប់ដាក់កន្ត្រកចុះហើយអង្គុយផឹកតែសិនមកបងហ៊ីវមែនទេអំបញ្ញមិញឬបងប្អូនទាំងពីរអ្នកថាបងចង់ជួបខ្ញុំមិនដឹងថាមានការអ្វីចង់ណែនាំដែរឬទេខ្ញុំបាទយ៉ាងហ៊ីវប៉ុន្មានឆ្នាំមុនបានរួមគ្នាជាមួយមិត្តភក្តិបង្កើតក្រុមមួយបង្កើតផ្សារងឹតនេះឡើងក៏មិនបានចំណេញលុយកាក់អីច្រើនដែរគឺគ្រាន់តែចង់អាចរកបានរបស់របរដែលមិនសូវមាននៅលើទីផ្សារអំបញ្ញមិញឲ្យយកនឹងពួកគេនិយាយថាប្អូនលក់អស់បន្តបន្ទាប់នៅទីធ្លាខាងក្រោយគឺទឹកឃ្មុំ2ធុង
ខ្ញុំស្មានថាប្អូនប្រហែលជាព្រានព្រៃដែលចូលក្នុងព្រៃភ្នំហើយដោយសារតែភាពចង់ដឹងចង់ឃើញខ្ញុំក៏ឲ្យពួកគេនាំបងមកស្គាល់គ្នាបន្តិចបងប្រុសបងស្មានមិនខុសទេខ្ញុំពិតជាអ្នកបបបាញ់មែននេះមកពីសំណាងល្អបានទៅរកសម្បុកឃ្មុំជាមួយមិត្តភក្តិប៉ុន្មាននាក់ក៏បានទឹកឃ្មុំខ្លះមកសុំសួរថាមិត្តម្នាក់នេះត្រកូលអ្វីដែរខ្ញុំត្រកូលលាវខ្ញុំចង់ហ៊ូទោះបីជាធ្វើជំនួញងឹតនៅភ្នំភីងសាននេះតែរឿងគេឈ្មោះគឺល្បីខ្លាំងណាស់បើមិនជឿបងអាចទៅសួរនាំមើលបានធានាថាមិនធ្វើរឿងបោកប្រាស់ឡើយដូច្នេះថ្ងៃក្រោយបើបងមានរបស់ល្អអ្វីទៀតគ្រាន់តែមករកខ្ញុំផ្ទាល់ទៅបានហើយកុំបារម្ភអីតម្លៃខ្ញុំធានាថាមិនទាបជាងនៅទីលានតូចឡើយតែខ្ញុំត្រូវការតែរបស់ល្អប៉ុណ្ណោះបងហ៊ីវឲ្យតែតម្លៃរបស់បងខ្ពស់ជាងនៅខាងក្រៅពិតមែនថ្ងៃក្រោយបើខ្ញុំរកបានរបស់ល្អច្បាស់ជាយកមកឲ្យបងមុនគេបង្អស់អញ្ចឹងយើងព្រមព្រៀងគ្នាតាមនឹងអូមែនហើយក្នុងកញ្ច្រែងរបស់អញប្រហែលជានៅមានរបស់ទៀតមែនទេមើលទៅសម្បុកឃ្មុំដែលបងប្រុសលាវរកបានលើកនេះមិនតូចទេមុននឹងលក់បាន2ធុងហើយនៅមាន2ធុងទៀតពិតជាមិនតូចមែនប៉ុន្តែដំណើរការវាគ្រោះថ្នាក់ណាស់បងហ៊ីវបើបងចង់បានខ្ញុំនឹងទុកឲ្យបងបើបងទទួលយកមិនអស់ទេទោះបីជាទឹកឃ្មុំនេះមានតម្លៃខ្ពស់ទឹកឃ្មុំ2ធុងនេះពិតជាអស់លុយច្រើនមែនប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេដូចជាក្រញាំខ្លាឃ្មុំអីខ្ញុំទទួលទិញអស់ដូចជាធានម៉ាស៊ឺហ៊ូនិងលីងជឺខ្ញុំក៏ទិញដែរបងហ៊ីវតើលីងជឺអាយុរាប់រយឆ្នាំឬលើសពីនេះមានតម្លៃប៉ុន្មានលីងជឺគឺអាស្រ័យលើគុណភាពរបស់វាប្រភេទអាយុកាលរាប់រយឆ្នាំគឺលក់គិតជាក្រាមតម្លៃវាប្រហាក់ប្រហែលនឹងមាសដែរមនុស្សទូទៅបើមានផ្សិតលីងជឺអាយុកាលពាន់ឆ្នាំគេមិនយកមកលក់ទេគេទុកវាជាវត្ថុមរតកគ្រួសារព្រោះវាមានប្រសិទ្ធភាពដូចយិនសិនអាយុពាន់ឆ្នាំដែរគឺសម្រាប់ជួយសង្គ្រោះជីវិតក្នុងគ្រាអាសន្នមើលទៅលើកនេះយើងពិតជាខ្លាចជាអ្នកមានហើយតាមអ្វីដែលយ៉ែងហ៊ីវបាននិយាយមិញនេះផ្សិតលីងជឺនៅក្នុងលំហែលើនេះប្រហែលជាផ្សិតលីងជឺអាយុពាន់ឆ្នាំហើយតែឈួនខ្ញុំឆ្ងល់ថាហេតុអ្វីបានជាបាត់មុខឯងយូរម្ល៉េះតាមពិតទៅរករបស់ល្អសោះមួយរយៈនេះខ្ញុំរវល់ចាត់ចែងរឿងក្នុងគ្រួសារបន្តិចទឹកឃ្មុំនិងកូនឃ្មុំនេះគឺរកបានកាលពីម្សិលមិញយប់មិញខ្ញុំបានទៅសម្រាប់នៅស្រុកភីងជួនយកមកឲ្យលោកតាំងពីព្រលឹមស្រាំងមកម្ល៉េះតាជួងអរគុណដែលឯងទុកចិត្តយើងកុំបារម្ភអីយើងនឹងឲ្យតម្លៃឯងឲ្យបានខ្ពស់ទឹកឃ្មុំមួយចិនយើងទិញក្នុងតម្លៃ8យន់ចំណែកកូនឃ្មុំគឺ6យន់កន្លះចុះអូតាជួងបើឯងមានច្រកល្ហកស្គាល់ព្រានព្រៃផ្សេងទៀតដែលរកបានប្រមាត់ខ្លាឃ្មុំអាចយកមកទីនេះបានប្រធានលីវនៅស្រុកភីងសានយើងនេះនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងបើអាចរាប់អានជាមួយគាត់បានទៅថ្ងៃមុខប្រកាសជាទទួលបានអត្ថប្រយោជន៍ច្រើនមិនខានយល់ពងអញ្ចឹងមួយរយៈនេះខ្ញុំនឹងយកចិត្តទុកដាក់បន្តិចតើស្ថានភាពយ៉ាងម៉េចហើយលក់អស់ហើយឬនៅពួកអ្នកកុំបារម្ភអីរបស់របរលក់អស់ហើយលក់បានថ្លៃគួរសមដែរសៀវហួងអញសម្រាប់សិនទៅចាំខ្ញុំរវល់រួចខ្ញុំនឹងឲ្យអញផឹកទឹកណានេះជាសញ្ញានៃការខ្លាចជាអ្នកមានធំម្ដងទៀតហើយពេលនេះមិនទាន់មានការចិញ្ចឹមត្រីងៀតដោយមនុស្សនៅឡើយទេតម្លៃត្រីងៀតនៅលើទីផ្សារគឺខ្ពស់ណាស់ត្រីដែលលើសពី3ចិន1ចិនអាចលក់បាន10ជាងយន់មានន័យថាត្រីប្រឡងទាំង3ក្បាលនេះអាចលក់បានជាង300យន់ពុករួមទាំងសាច់ជ្រូកព្រៃសាច់ពស់ថ្លាន់និងស្បែកពស់បើលក់ទាំងអស់នេះគឺមានតម្លៃជិត2000យន់ហើយខ្លាឃ្មុំខ្មៅមួយក្បាលនេះគ្រាន់តែប្រមាត់វាគឺមានតម្លៃរាប់រយទៅហើយនៅមានប្រអប់ជើងនិងស្បែកខ្លាឃ្មុំទៀតសុទ្ធតែមានតម្លៃសូម្បីតែខ្លាញ់ខ្លាឃ្មុំក៏ជាអស្ចារ្យបុរាណចិន10រដែរសមិទ្ធលីវតាចុងអ្នកមកដល់ហើយឆាប់ចូលមកអង្គុយក្នុងផ្ទះមកតាចង់ឲ្យថ្មីនេះរវល់ការងារស្រែចម្ការខ្ញុំស្មានថាអ្នកមកមិនរួចទេកំពុងតែបារម្ភពីរឿងផ្គត់ផ្គង់សាច់សត្វថ្មីនេះផងមិននឹកស្មានថាអញទៅតែមកដល់ក៏នាំរឿងភ្ញាក់ផ្អើលយ៉ាងធំមកឲ្យខ្ញុំបែបនេះសោះពូយ៉ែងលើកមុនពូនិយាយថាប្រធានលីវចង់បានប្រមាត់ខ្លាឃ្មុំមួយតើខាងគាត់រកបានហើយឬនៅប្រមាត់ខ្លាឃ្មុំគឺរកបានហើយតែប្រធានលីវប្រាស់ហើយមិនសូវពេញចិត្តលទ្ធផលទេគាត់ថាគុណភាពវាទាបពេកមានប្រសិទ្ធភាពអ្វីទេតែប្រមាត់ខ្លាឃ្មុំប្រភេទស្ពាន់ទៅហើយតម្លៃក៏ឡើងដល់1200ដែរនេះហើយខ្ញុំកំពុងតែពិបាកចិត្តរឿងនឹងឯងកុំថាឡើយប្រមាត់ប្រភេទស្ពាន់សូម្បីតែប្រមាត់ខ្លាឃ្មុំធម្មតាក៏ពិបាករកដែរតែឈួននេះជាអ្វីដែលក្មួយរកបានមែនទេមិនមែនក្មួយរកបានម្នាក់ឯងទេគឺសហការគ្នាជាមួយមិត្តភក្តិប៉ុន្មានអ្នកទៀតអំបញ្ញមិញពូថាប្រធានលីវព្រមឲ្យតម្លៃ1200
មែនហើយពូនឹងនាំក្មួយទៅជួបប្រធានលីវឥឡូវនេះពូឈៀងក្មួយមិនទៅជួបប្រធានលីវទេចុះបើពូទួយកក្នុងនាមសហការផ្គត់ផ្គង់រួចសឹមយកទៅឲ្យគាត់មួយពិតជាមិនចង់ទៅជួបប្រធានលីវជាមួយពូមែនទេនេះជាឱកាសល្អដែលកម្រមានណាស់ក្មួយមិនទៅទេបើវាជាឱកាសល្អបែបនេះទុកឲ្យពូហ៊ៀងចុះដេសួនពូមិនបាច់និយាយច្រើនទេថ្ងៃក្រោយបើមានការអីឬត្រូវការសម្ភារៈអីដែលកន្លែងពូមិនមានពូនឹងរកពីខាងក្រៅឲ្យក៏បានប្អូនលាវមករកបងទាំងថ្ងៃត្រង់បែបនេះតើមានរបស់ល្អអីមែនទេរបស់ល្អគឺមានខ្លះមែនតែមិនដឹងថាបងហ៊ីវព្រមយកឬអត់ទេឲ្យតែជារបស់ល្អហើយបងមានលទ្ធភាពបងនឹងយកទាំងអស់និយាយមកមើលតើវាជាអ្វីឲ្យប្រាកដកាលពីមុនខ្ញុំនិងមិត្តភ័ក្តិបានចូលព្រៃរកបានរបស់ល្អច្រើនណាស់មានបាត់ជើងខ្លាឃ្មុំសាច់ខ្លាឃ្មុំស្បែកខ្លានសាច់ខ្លានត្រីញៀកនៅរស់និងសាច់ជ្រូកព្រៃខ្លះទៀតរបស់ទាំងនេះសុទ្ធតែជារបស់ល្អខ្ញុំយកទាំងអស់អូមែនហើយចុះប្រមាត់ខ្លាឃ្មុំមិត្តភ័ក្តិខ្ញុំយកទៅលក់នៅកន្លែងផ្សេងហើយរបស់ច្រើនពេកលក់នៅកន្លែងតែមួយមិនសូវស្រួលទេហឺមើលទៅប្អូនប្រុសលីវនៅតែមិនទុកចិត្តចេញម្នាក់នេះទេប្រមាត់ខ្លាឃ្មុំមួយនោះពួកឯងយកទៅលក់នៅកន្លែងផ្សេងបាត់ទៅហើយយ៉ាងច្រើនបំផុតគឺ300ទៅ400យ័ន្តតម្លៃដែលខ្ញុំឲ្យគឺខ្ពស់ជាងកន្លែងផ្សេងទៀតហើយបើគុណដូចជាប្រភេទប្រមាត់ទុងដែរនេះខ្ញុំអាចឲ្យតម្លៃដល់500យ័ន្តបើដឹងអីចឹងខ្ញុំគួរតែប្រាប់មិត្តភ័ក្តិឲ្យយករបស់ទាំងអស់មកស្រុកភីងឆាំងបាត់ហើយប្អូនប្រុសគឺឯងទៀតហើយទឹកឃ្មុំលើកមុននៅមានទៀតទេអស់ហើយថ្មីនេះខ្ញុំនិងមិត្តភ័ក្តិរកបានរបស់ល្អខ្លះក៏យកមកទីនេះសាក់លក់មើលថាមានអ្នកទិញទេប្អូនប្រុសមានន័យថាក្រៅពីត្រីសាឡាម៉ង់នេះនៅមានរបស់ល្អផ្សេងទៀតមែនទេបាទមិត្តភ័ក្តិខ្ញុំនៅមានត្រីញៀកប៉ុន្មានក្បាលទៀតទំហំប៉ុណ្ណឹងដែរប្អូនប្រុសរបស់ទាំងនេះខ្ញុំយកទាំងអស់តម្លៃធានាថាមិនទាបជាងកន្លែងនេះទេកុំយកទៅលក់នៅកន្លែងផ្សេងអីយកតាមនឹងចុះស្អែកព្រឹកប្អូនទៅរកខ្ញុំនៅផ្ទះសំណាក់ក្បែរសាលាស្រុកទៅខ្ញុំឈ្មោះ Ben Kewan សមិទ្ធវ័យក្មេងឯងជួយខ្ញុំបានច្រើនណាស់ថ្មីនេះក្នុងស្រុកមានប្រជុំរាល់ថ្ងៃពួកថ្នាក់ដឹកនាំតែងតែគ្រឿងផ្សំធម្មតាហូបច្រើនហើយចង់ហូបរបស់ប្លែកខ្លះរបស់ទាំងនេះបានជួយដោះស្រាយបញ្ហាបន្ទាន់របស់ខ្ញុំចំពេលតែម្ដងសមិទ្ធវ័យក្មេងកុំអើទៅអីខ្ញុំនៅមានការចង់ពិភាក្សាជាមួយអ្នកសមិទ្ធលីវដាចង់ខ្ញុំទើបតែបានមើលលិខិតណែនាំរបស់អ្នកមកពីស្រុកជូអាននៅត្រើយម្ខាងទន្លេនៅស្រុកជូអានមានអ្នកបរបាញ់ច្រើនណាស់ប៉ុន្តែអ្នកដែលអាចរករបស់ល្អបានគឺមានមិនច្រើនទេអំបញ្ញមិញអ្នកក៏បានឃើញហើយទីនេះមានតម្រូវការរបស់ប្លែកនិងរបស់ល្អច្រើនណាស់ក្រៅពីសម្រាប់ទទួលថ្នាក់ដឹកនាំនៅផ្ទះសំណាក់ហើយថ្នាក់ដឹកនាំចាស់ក៏ត្រូវការរបស់បំពេញសុខភាពដែរលោកប្រធានរឿងដែលលោកមានប្រសាសន៍ខ្ញុំគ្មានបញ្ហាទេគ្រាន់តែខ្ញុំមិនប្រកាសថាអាចមកបានញឹកញាប់ប៉ុណ្ណាទេព្រោះពួកយើងចូលព្រៃបរបាញ់មិនមែនទទួលបានផលរាល់ដងនោះទេរឿងនេះខ្ញុំដឹងចុះបើចាប់ពីពេលនេះទៅយ៉ាងហោចណាស់កន្លះខែអ្នកមកម្ដងទៅក្រៅពីគ្រឿងផ្សំសាច់សត្វព្រៃទាំងនេះអស្ចារ្យបុរាណចិនមានតម្លៃអ្នកមានប៉ុន្មានខ្ញុំទទួលទិញទាំងអស់តម្លៃក៏មិនទាបជាងសហគមន៍ក្រុមហ៊ុនអស្ចារ្យបុរាណឬមន្ទីរពេទ្យអស្ចារ្យបុរាណដែរបានតែរបស់ដែលយកមកឲ្យរាល់ដងខ្ញុំមិនហ៊ានធានាពីចំនួននិងប្រភេទនោះទេសមិទ្ធលីវដាឈួនលឺយើងជឿហើយហើយអ្វីបានជាអ្នកបញ្ជូននាងទៅមណ្ឌលសុខភាពឃុំលឺយើងមិនព្រមទៅទេឥឡូវនេះនាងគ្មានលុយទេទើបត្រឡប់មកសម្រាប់ម្នាក់ឯងវិញបងប្រុសហ៊ីកញ្ញាលីវគ្រុនក្តៅខ្លាំងណាស់ត្រូវតែបញ្ជូនទៅមន្ទីរពេទ្យភ្លាមបើមិនដូច្នោះទេនឹងមានបញ្ហាជាមិនខានអ្នកទាំងអស់គ្នាមិនបាច់បារម្ភពីខ្ញុំទេខ្ញុំមិនអីទេគេងមួយស្រឡាញ់នឹងជាហើយខ្ញុំពិតជាចង់ជូននាងទៅពេទ្យមែនតែនាងមិនព្រមម្យ៉ាងទៀតប្រុសនិងស្រីមានភាពមិនសមទេដែលខ្ញុំដាក់លីយើងលើក្នុងជូនទៅពេទ្យអូមែនហើយទឹកក្នុងអណ្ដូងទេពរបស់ខ្ញុំហាក់ដូចជាមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ញុំអាចសាកល្បងមើលបានយុវជនលីវអ្នកនៅឈឺនៅឡើយទេកុំអើក្រោកអីមិនស្រួលទេតែទៅត្រូវពោះចឹកហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យទៅពេលអាចនឹងស្លាប់បានមិនក៏តើអ្នកបានលៀងរបួសនៅមណ្ឌលសុខភាពភូមិហើយឬនៅឬបានលេបថ្នាំអ្វីផ្សេងទៀតទេអត់មានទេខ្ញុំក៏ចាំមិនបានដែរអ្នកជាអ្នកជូនគាត់មកជួយរៀបរាប់ពីស្ថានភាពបន្តិចប្រហែលជាដោយសារគាត់មានសុខភាពល្អទើបជាសះស្បើយដោយខ្លួនឯងតាមផ្លូវជាស្អីណាពីរបស់ពូស្រកាចង្អុលកុំថាឡើយមនុស្សម្នាក់សូម្បីតែគោមួយក្បាលក៏មិនអាចជាដោយខ្លួនឯងដែរបានហើយគាត់មិនអីទេខ្ញុំចេញថ្នាំប្រឆាំងការរលាកឲ្យគាត់ខ្លះត្រឡប់ទៅវិញកុំភ្លេចលេបឲ្យទៀងពេលពីថ្ងៃនេះកុំឲ្យគាត់ធ្វើការអី
សម្រាប់នៅផ្ទះនឹងតាមដានមើលសិនបើមានអាការៈមិនស្រួលប្រញាប់បញ្ជូនមកមន្ទីរពេទ្យភ្លាមបងដេឆៅតើបងកំពុងធ្វើអ្វីហ្នឹងទេឈួយគ្រប់គ្នាថាខ្ញុំខួរក្បាលមិនល្អជាមនុស្សល្ងងតែខ្ញុំដឹងថាថ្ងៃនេះឯងបានជួយខ្ញុំនៅចាំព្រាវថាឯងលីខ្ញុំរត់ទៅសាលាឃុំក្រោយមកពេលឯងបញ្ចុកថ្នាំទឹកអ្វីម្យ៉ាងខ្ញុំក៏មានអារម្មណ៍ថាខួរក្បាលស្រឡះភ្លាមទេឈួយខ្ញុំដឹងថាឯងមិនចង់ឲ្យគេដឹងរឿងនេះសូម្បីតែម៉ែក៏ខ្ញុំមិនបានប្រាប់ដែរបងដេឆៅតាមពិតខ្ញុំក៏មិនដឹងថាថ្នាំនោះបានការឬអត់ដែរពេលនោះគ្រាន់តែសាកល្បងមើលទេនឹកស្មានមិនដល់ថាពិតជាមានប្រសិទ្ធភាពមែននេះក៏ព្រោះតែបងមិនទាន់អស់បុណ្យដែរបងប្រុសតើយើងពិតជាមានទូខោអាប់ធំនិងក្រែថ្មីជារបស់ខ្លួនឯងមែនទេកាលពីនៅផ្ទះលោកយាយសូម្បីតែកន្ទេលរហែកមួយក៏យើងគ្មានផងប៉ុណ្ណេះមានអីទៅចាំបន្តិចទៀតបងនឹងទិញផ្ទះធំនៅទីរួមខេត្តពួកយើងនឹងរើទៅរស់នៅទីក្រុងទាំងអស់គ្នាឲ្យប្អូនសៀវជុននិងសៀវយុនទៅរៀននៅសាលាល្អបំផុតក្នុងខេត្តសមិទ្ធលីវតាចាំងយុវជនលីវបងទៅតែធូរស្រាលពីក្រុមក្តៅហេតុអីមិនសម្រាប់នៅកន្លែងស្នាក់នៅយុវជនឲ្យបានច្រើនជាងនេះខ្ញុំហ៊ីយ៉ាងខៀននិយាយហើយកាលពីម្សិលមិញពេលខ្ញុំក្តៅខ្លួនវង្វេងវង្វាន់គឺអ្នកបានបញ្ចុកទឹកឲ្យខ្ញុំទើបខ្ញុំឆាប់ជាសះស្បើយនេះជាស្ករគ្រាប់ទន្សាយនិងម្សៅទឹកដោះគោដែលខ្ញុំផ្ញើគេទិញពីក្នុងក្រុងទុកឲ្យប្អូនបានញ៉ាំទៅស្ករគ្រាប់ទន្សាយនិងម្សៅទឹកដោះគោនេះប្រហែលជាលុយចាយចិត្តកន្លះខែរបស់នាងហើយក្មេងស្រីម្នាក់នេះកំពុងតែតបស្នងសង្គមតើយុវជនលីវអ្នកគួរសំពេចហើយគ្រាន់តែទឹកក្តៅបន្តិចបន្តួចសោះមកពីសុខភាពអ្នករឹងមាំស្រាប់ទេរបស់ទាំងនេះមានតម្លៃណាស់អ្នកយកទៅបំពន់ខ្លួនឯងវិញទៅឲ្យហើយយកទៅលោកជួយជីវិតខ្ញុំ2 ដងហើយខ្ញុំរបស់បន្តិចបន្តួចនេះតើមានតម្លៃអីទៅបើលោកមិនព្រមទទួលថ្ងៃក្រោយខ្ញុំគ្មានមុខមកជួបលោកទៀតទេអាយ៉ាឡានដែកមានកង់4តើជាមន្ត្រីធំប៉ុណ្ណាទៅមិនក៏មកចាត់នៅមុខផ្ទះលីដាឈួងឬមួយដាឈួងបង្កបញ្ហាអីអូបងប្រុសដាឈួងសុំទោសដែលមករំខានលោកគ្រូបន្ទប់ថ្នាក់លោកគ្រូនេះគឺដាឈួងនេះគឺជាលោកតាជីវមកពីខេត្តដើម្បីមកសម្រាប់ជានេះគឺជាលោកយ៉ាវជាអង្គរៈរបស់លោកតាជីវលោកតាជីធ្លាប់រងរបួសធ្ងន់នៅសមរភូមិកាលពីមុនមានអំបែងគ្របនៅក្នុងសួតថ្មីនេះរបួសចាស់បានរើឡើងវិញគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យស្រុកសុទ្ធតែអស់លទ្ធភាពខ្ញុំបានប្រាប់លោកតាជីថាលោកតែងតែមានអស្ចារ្យល្អនៅក្នុងដៃលោកតាជីវក៏ចង់មកមើលដោយផ្ទាល់ឈួតឡប់មែនបែងខេវិនរាងកាយរបស់លោកមេបញ្ជាការចាស់មានតម្លៃណាស់លោកនាំពួកយើងមកកន្លែងដាច់ស្រយាលនេះតាំងពីចម្ងាយគ្រាន់តែដើម្បីមករកក្មេងជនបទម្នាក់ឲ្យមកព្យាបាលជំងឺតើវាយល់ដឹងពីអសសាស្ត្រខ្លះទេប្រសិនបើមានរឿងអ្វីខុសឆ្គងតើលោកអាចទទួលខុសត្រូវដែរឬទេហេតុអ្វីបានជាពួកលោកនិយាយបែបនេះសមិទ្ធទេជួនពូកែខ្លាំងណាស់ទីនេះមិនមែនជាវេនលោកនិយាយទេហ៊ានមកសម្ដែងរកពីដល់ក្នុងផ្ទះខ្ញុំផងឬមិនថាមានបុណ្យស័ក្តិធំប៉ុណ្ណានោះទេថ្ងៃនេះត្រូវតែស្ដាប់តាមខ្ញុំសមិត្តម្នាក់នេះការរកគ្រូរកថ្នាំគឺអាស្រ័យលើនិស្ស័យបើលោកគិតថាស្រុកស្រែដាច់ស្រយាលនេះគ្មានថ្នាំល្អទេនោះទ្វារនៅខាងក្រោយអញ្ជើញទៅចុះខ្ញុំមិនជូនដំណើរទេអ្នកឯងពិតជាថ្លាមធំហ៊ាននិយាយជាមួយមេបញ្ជាការបែបនេះផងម៉ែឲ្យអាអ្នកស្រ័យនេះខ្លាខិនស៊ីមនុស្សហើយសៀវចៅឈប់សិនអាចធ្វើឲ្យសត្វសាហាវក្នុងព្រៃជ្រៅស្ដាប់បង្គាប់ការពីម្ចាស់បានប្អូនប្រុសឯងពិតជាមិនមែនជាមនុស្សធម្មតាមែនលោកតាឈូរបួសរបស់លោកតាមិនអាចអូសបន្លាយលើសពី3 ខែទៀតទេរាល់ពេលមេឃភ្លៀងនៅដើមទ្រូងដូចជាមានមជុលរាប់មិនអស់កំពុងចាក់មែនទេសូម្បីតែដង្ហើមក៏មានក្លិនឈ្ងុយដែរឯងមិនក៏ឯងដឹងគ្រូពេទ្យជំនាញនៅទីរួមខេត្តក៏និយាយបែបនេះដែរដល់ពេលបង្ហាញសមត្ថភាពពិតហើយសិតលីងជាស្វាយមាសអាយុ1000ឆ្នាំក្នុងលំហផ្សំជាមួយទឹកអម្រឹតកុំថាឡើយត្រឹមជំងឺសួតឲ្យតែនៅសល់ដង្ហើមមួយចង្រិតក៏អាចជួយសង្គ្រោះបានដែរនេះតើវាជាក្លិនទឹកអ្វីទៅវាជាផ្សិតលេងជាស្វាយមាសរាប់ពាន់ឆ្នាំលីជាមួយទឹកសន្សើមក្នុងភ្នំជ្រៅពេលផឹកវាហើយខ្ញុំមិនហ៊ានធានាថានឹងធ្វើឲ្យលោកក្មេងជាងវ័យវិញទេតែវាអាចរំលាយឈាមដែលកកក្នុងសួតរបស់លោកបានរឿងនោះបាន8ទៅ10ឆ្នាំទៀតគឺមិនមែនជាបញ្ហាឡើយលោកមេបញ្ជាការផឹកមិនបានទេជារបស់ដែលមិនដឹងប្រភពច្បាស់លាស់ខ្ញុំឈូជាងកឆ្លងកាត់សមរភូមិពេញមួយជីវិតនេះចាត់ទុកថាចំណេញបាត់ទៅហើយបើប្អូនប្រហ៊ានយកវាចេញមកខ្ញុំក៏ហ៊ានផឹកដែរលោកមេបញ្ជាការប្អូនអញហ៊ានដាក់ថ្នាំបំពុលផងឲ្យគាត់ក្អួតចេញមកស្រឡះខ្លាំងណាស់សួតរបស់ខ្ញុំជាង10ឆ្នាំហើយដែលមិនបានដកដង្ហើមស្រួលបែបនេះថ្នាំទឹកនេះពិតជាថ្នាំទឹកមែនរឿងនេះវាមិនអាចទៅរួចទេជាអពូតហេតុវិទ្យាសាស្ត្រហើយបងប្រុសតែជួននេះមិនមែនត្រឹមតែជាថ្នាំទេតែវាបានផ្ដល់ជីវិតទី2ឲ្យខ្ញុំជាម្នាក់នេះចាប់ពីថ្ងៃនេះទៅអញគឺជាមិត្តសម្លាញ់មិនប្រកាន់វ័យរបស់ខ្ញុំជាជាងយោនៅក្នុងខេត្តភាគខាងត្បូងនេះបើអ្នកណាហ៊ានប៉ះពាល់អញសំបីតែមួយសរសៃសក់គឺស្មើនឹងមករករឿងជាមួយខ្ញុំជាម្នាក់នេះហើយ
នាឡិកានេះឯងយកទុកទៅថ្ងៃមុខបើមានបញ្ហាអីនៅក្នុងស្រុកឬក្នុងក្រុងទៅរកប្រធានអង្គភិបប្រដាប់អាវុធដោយផ្ទាល់តែម្ដងប្រាប់គេថាជាមនុស្សរបស់ខ្ញុំឈូជាងគូមានវត្ថុការពារខ្លួនដ៏ស័ក្តិសិទ្ធិនេះហើយពួកសាច់ញាតិចង្រៃនោះមិនមែនជាបញ្ហាឡើយខ្ញុំលីវតាជួងទីបំផុតទទួលបានសម្បត្តិចូលទៅកាន់មជ្ឈដ្ឋានលំដាប់ខ្ពស់ក្នុងសម័យកាលនេះហើយទទួលបានក្នុងបង្ថែមទាំងសន្សំលុយបានរាប់ពាន់ពីការលក់ត្រីងៀតនិងសាច់ជ្រូកព្រៃនៅផ្សារងឹតខ្ញុំសម្រេចចិត្តធ្វើតាមការសន្យានាំលីវអ៊ីងនិងប្អូនចូលក្រុងលោកប្រធានម៉ាផ្ទះនេះខ្ញុំយកហើយមនុស្សស្រែចម្ការឯងចេះអក្សរទេនេះជាផ្ទះបុរាណ3ខ្នងតាំងពីសម័យឆេងតម្លៃលក់គឺ 1800 យ៉នលោកគ្រួសារឯងទាំងអស់ក៏ទិញមិនបានដែរឆាប់ចេញទៅឲ្យឆ្ងាយកុំមកធ្វើឲ្យកន្លែងខ្ញុំប្រឡាក់អីក៏អ្នកជាគេអញបែបនេះបងប្រុសខ្ញុំមានលុយណាស់ប្រធានម៉ាបងចាំងពេញចិត្តផ្ទះនេះហើយត្រៀមយកធ្វើជាឃ្លាំងពួកសុំទានទាំងនេះមកពីណាដេញពួកគេចេញទៅអូយបងចាំងអ្នកមកដល់ហើយផ្ទះនេះគឺទុកសម្រាប់បងឯងនឹងខ្ញុំនឹងដេញពួកគេចេញភ្លាមអ្វីត្រូវមានលំដាប់មុនក្រោយតើអ្នកអាចបង្ខំទិញបង្ខំលក់បែបនេះបានយ៉ាងម៉េចក្មេងស្រីម្នាក់នេះមើលទៅស្រស់ស្អាតណាស់មកពីជនបទមែនទេមកតាមបងហែងនឹងបានសុខស្រួលហ៊ានប៉ះពាល់មនុស្សស្រីរបស់ខ្ញុំឯងចង់ងាប់មែនទេអាហាររបស់ខ្ញុំបាក់ហើយកុំតិចវាឲ្យហេតុពេកហើយហ៊ានវាមនុស្សនៅក្នុងការិយាល័យក្រុងផងខ្ញុំនឹងឲ្យសន្តិសុខឲ្យមកចាប់ឯងទៅបានចោលចាប់ខ្ញុំមែនទេបើភ្នែកឆ្កែឯងមើលឲ្យច្បាស់តើរបស់នេះគ្រប់លក្ខណៈទិញផ្ទះឯងទេវត្ថុតំណាងផ្ទាល់ខ្លួនរបស់អ្នកដឹកនាំធំនៅខេត្តលោកតាដាជួងខ្ញុំមានភ្នែកតែមើលមិនស្គាល់មនុស្សភ្នែកឆ្កែរបស់ខ្ញុំវាខ្វាក់ផ្ទះនេះខ្ញុំនឹងទេឈ្មោះជូនលោកតាភ្លាមមិនបាច់ប្រើបានទេខ្ញុំនឹងរៀបចំជូនឲ្យផ្ទាល់លោកម្ចាស់ថ្លៃឲ្យប៉ះមិនបានទេរត់ឲ្យលឿនតោះបងនាំទៅមើលផ្ទះថ្មីនៅក្នុងក្រុងបងលុយផ្ដាច់ 1800 យ៉នតែម្ដងខ្ញុំបានកម្មសិទ្ធិផ្ទះដែលមានទីធ្លាល្អបំផុតក្នុងស្រុកហើយDeshwang មានរឿងអាក្រក់កើតឡើងហើយលឺយើងចាក់ចេញទៅហើយខាងផ្ទះនាងផ្ញើតេឡេក្រាមបន្ទាន់មកម្ដាយចង់នាងបង្ខំនាងឲ្យត្រឡប់បើមិនអញ្ចឹងទេគាត់នឹងលក់នាងឲ្យកូនប្រុសភ្លើរបស់នាយករោងចក្រដើម្បីដូរយកថ្លៃទឹកដោះឥឡូវនាងទៅដល់ស្ថានីយ៍រថភ្លើងបាត់ហើយ Deshwang ខ្ញុំសុំទោសជាតិនឹងខ្ញុំគ្មានវាសនាទេជាតិក្រោយចាំខ្ញុំសុំគុណអ្នកលឺយើងឈប់នៅនឹងភ្លាម Deshwang អ្នកមិនក៏អ្នកមកទីនេះចុះមកវិញភ្លាមឯងឈួតហើយរថភ្លើងចេញហើយពួកខ្ញុំកំពុងចាំលុយសង្គ្រោះជីវិតនៅមន្ទីរពេទ្យខ្ញុំត្រូវតែទៅការជាមួយកូនប្រុសនាយកលុយវាជាលុយ 1000 យ៉នឯណោះខ្ញុំមិនចង់ឲ្យបងមកពាក់ព័ន្ធទេដើម្បីលុយចង់បង្ខំមនុស្សដែលខ្ញុំការពារឲ្យការជាមួយមនុស្សល្ងងយកសោះទៅ 1000 យ៉នគ្មានន័យអីទេឥឡូវនេះបងមានតែលុយនឹងឯងប៉ុន្តែម៉ែចុងខ្ញុំមិនព្រមលែងខ្ញុំទេនាយកលុយមានអំណាចខ្លាំងណាស់នៅទីក្រុងភ្នំពេញរឿងរបស់អូនជារឿងរបស់បងចាប់ពីថ្ងៃនេះទៅលឺយ៉ាងអ្នកគឺជាមនុស្សស្រីរបស់លឺដាសងខ្ញុំទោះមិនក្រឡុំក៏ខ្ញុំរ៉ាប់រងជំនួសអ្នកដែរទៅណាទៅទីរួមខេត្តខ្ញុំចង់ដឹងណាស់ថាអ្នកណាមិនចេះមើលកាលៈទេសៈហ៊ានប៉ះពាល់ប្រពន្ធរបស់លឺដាសងខ្ញុំលោកលឺអើយលោកនៅដង្ហើមចង់បែបនេះវាខាត់តែលុយទេខ្ញុំធ្វើនេះក៏ដើម្បីល្អសម្រាប់គ្រួសារយើងដែរឲ្យតែមេក្មេងស្រីលឺយើងនោះត្រឡប់មកចុះសម្បត្តិការជាមួយដែបោមេការឡើយនឹងបងថ្លៃព្យាបាលឲ្យលោកភ្លាមខ្ញុំចង់បានប្រពន្ធស្អាតប្រពន្ធនឹងកើតកូនប្រុសធាត់ឲ្យខ្ញុំផែនឃើញហ៎ខ្ញុំយល់ដល់ការដែលឯងអង្វរខ្ញុំទេហេចេញលុយតែ 1000 នេះសោះក្មេងស្រីមកពីតំបន់ដាច់ស្រយាលម្នាក់នេះអាចចូលក្នុងត្រកូលលីរបស់ខ្ញុំបានគឺជាសំណាងធំរបស់ត្រកូលលីហើយបាត់ពិតមែនហើយលោកប្រធានរោងចក្រលីកុំបារម្ភអីក្មេងស្រីម្នាក់នោះបានផ្ញើតេឡេក្រាមមកហើយថ្ងៃនេះច្បាស់ជាមកដល់មិនខានបើវាហ៊ានមិនរៀបការខ្ញុំនឹងចាត់ទុកថាគ្មានកូនស្រីម្នាក់នេះសាច់ញាតិអ្នកជំងឺស្ថានភាពខ្សោយបេះដូងរបស់អ្នកជំងឺឈានដល់ដំណាក់កាលចុងក្រោយហើយទោះបីជាបងថ្លៃវះកាត់រួចហើយក៏ដោយខ្លាចតែមិនអាចឆ្លងផុតយប់នេះបានអ្នកគួរតែរៀបចំធ្វើបុណ្យសុខទុក្ខទៅអូយបើអញ្ចឹងលុយនេះចាយចោលទេហើយលោកនាយកលីពិធីការនេះនៅតែត្រូវរៀបចំអ្នកត្រូវតែប្រគល់ថ្លៃទឹកដោះមកឲ្យខ្ញុំហេមនុស្សចិត្តស្លាប់បាត់ទៅហើយចាំបាច់ឲ្យថ្លៃទឹកដោះស្អីទៀតចាំនាងមកវិញនាំទៅបន្ទប់សំដំណេកផ្ទះខ្ញុំភ្លាមពុកភ្ញាក់ឡើងមីក្មេងចង្រៃនៅចេះរកផ្លូវមកវិញដែរប្រញាប់ទៅជាមួយពូលីទៅដែលបាវចាំឡើងអន្ទះសាហើយគឺស្រីចិត្តអាក្រក់ដែលបង្ខំកូនខ្លួនឯងឲ្យធ្លាក់ក្នុងរណ្ដៅភ្លើងក្មេងប្រហែលមកពីណាហ៊ានមកចេះដឹងរឿងគ្រួសារតកូលីវយើងសន្តិសុខដេញវាចេញទៅអាប្អូនចង់ធ្វើវីរបុរសជួយស្រីស្អាតមែនទេមិនមើលកញ្ចក់ឆ្លុះមើលខ្លួនឯងផងនៅទឹកដីក្នុងក្រុងនេះត្រកូលីដូចជាខ្ញុំបើចង់ជន់ឯងឲ្យងាប់គឺដូចជាជន់ស្រមោចមួយក្បាលអញ្ចឹងមកនេះបោះអាម្នាក់នេះចុះពីលើអាគារទៅនាំខ្លួនអ្នកស្រីវ័យក្មេងទៅ
ចង់ប្រកួតចំនួនមនុស្សជាមួយខ្ញុំមែនទេនៅឯព្រៃជ្រៅសំបីខ្លាឃ្មុំខ្មៅក៏ខ្ញុំធ្លាប់សម្លាប់ម្នាក់ឯងដែរគ្រាន់តែពួកឯងប៉ុន្មានអ្នកនេះឯងហ៊ានវាយមនុស្សរបស់ខ្ញុំផងមិនមែនឯងចង់បានលុយទេអីនេះជាថ្លៃវះកាត់ 1000 ទៀតគឺជាថ្លៃព្យាបាលឲ្យពួកឆ្កែរបស់ឯងយកលុយស្អុយរបស់ឯងទៅហើយនាំកូនភ្លីភ្លើរបស់ឯងចេញទៅឲ្យឆ្ងាយទៅឯងតើឯងជានរណាឲ្យប្រកាសខ្ញុំគឺជាបរិសរបស់លីយ៉េងមិនល្អទេអ្នកជំងឺកង់បេះដូងតែងដកដង្ហើមហើយត្រៀមម៉ាស៊ីនឆក់បេះដូងមិនទាន់ទេហួសពេលហើយសាច់ញាតិសូមចូលរួមរំទុកផងកុំទុកកូនចោលអីស្លាប់ទៅល្អស្លាប់ទៅនឹងបានរួចផុតពីទុក្ខអាំស៊ីនោះមានលុយហើយយ៉ាងម៉េចអាចរីនោះស្លាប់បាត់ទៅហើយឥឡូវនេះ live in គ្មានអ្នកបង្អែកទេចាំមើលថាមាននរណាអាចការពារនាងបានទៀតខាងសន្តិសុខចិត្តមកដល់ហើយថ្ងៃនេះឯងរត់មិនរួចទេថយចេញទុកឲ្យខ្ញុំឯងចង់ធ្វើអីហ្នឹងអ្នកជំងឺត្រូវបានប្រកាសថាស្លាប់ហើយឯងកំពុងតែប្រមាថសាកសពហើយបើស្ដេចយមរាជចង់ឲ្យឯងស្លាប់នៅយាម3យើងនឹងរក្សាឯងឲ្យរស់ដល់យាម5សន្តិសុខឆាប់អូខេចេញទៅទឹកខ្ញុំស្រេកទឹកនេះវាមិនអាចទៅរួចទេមនុស្សដែលបេះដូងឈប់លោតទៅហើយមិននឹងអាចរស់ឡើងវិញបានអភូតហេតុវិជ្ជសាស្ត្រនេះគឺជាអភូតហេតុវិជ្ជសាស្ត្រមែនពុករស់ឡើងវិញហើយគឺដាចឹងជាអ្នកជួយពុកសាកសពរស់ឡើងវិញហើយឥឡូវដល់ពេលត្រូវទូទាត់បញ្ជីរវាងពួកយើងហើយអាប្អូនឯងពិតជាមានល្បិចមិនធម្មតាមែនប៉ុន្តែនៅទីក្រុងនេះអំណាចទើបជាធំប្រធានផ្នែកសន្តិសុខអាម្នាក់នេះបង្កបញ្ហានៅក្នុងមន្ទីរពេទ្យចាប់វាឲ្យខ្ញុំយកវាទៅឃុំក្នុងបន្ទប់កុំឲ្យវាបានចេញមកវិញមួយជីវិតឯងហ៊ានប៉ះពាល់នាយករោងចក្រលេផងជីវិតដែលនៅសល់របស់ឯងចាប់នាំវាទៅកុំចាប់គាត់គឺពួកអ្នកបង្ខំការរៀបការមុនតាចង់ចាប់ខ្ញុំមែនទេសួរមុខលើក្បាលឯងទៅថាហ៊ានប៉ះម្ចាស់នាឡិកានេះឬអត់យកនាឡិកាចាស់មកបន្លាច់អ្នកណាឈប់សិននេះជារបស់តំណាងផ្ទាល់ខ្លួនរបស់មេបញ្ជាការឈូលោកគឺជាមនុស្សរបស់លោកតាឈូឯងផ្លឹកធ្វើអីនាឡិកាចាស់មួយនឹងមានស្អីទៅចាប់វាឲ្យខ្ញុំលីវតាចៅចាំមើលមានអ្នកណាហ៊ានចាប់អ្នកសង្គ្រោះជីវិតលោកតាឈូសមិទ្ធតាចៅលោកតាឈូដឹងថាអ្នកមកដល់ក្រុងហើយបានបញ្ជាឲ្យខ្ញុំមកទីនេះដើម្បីការពារលោកអ្នកណាដែលហ៊ានមិនគោរពលោកគឺស្មើនឹងប្រឆាំងជាមួយនាយកដ្ឋានហ្វាងចាំងខេត្តភៀកខាងត្បូងទាំងមូលលោកមេបញ្ជាការវងយល់ច្រឡំទេនេះសុទ្ធតែជាការយល់ច្រឡំទេឡៃវ៉ាន់ជិនអ្នកប្រើអំណាចដើម្បីពុករលួយនិងសុបានបង្ខំទិញបង្ខំលោកនឹងរឿងបង្ខិតបង្ខំបាញ់វណ្ណេរីក្រុមអធិការកិច្ចទទួលបានភស្តុតាងទាំងអស់ហើយនាំខ្លួនទៅស៊ើបអង្កេតឲ្យដល់ទីបំផុតចាប់អស់ហើយបងលេវខ្ញុំខុសហើយប្រាប់ដាជួងឲ្យលើកលែងទោសឲ្យខ្ញុំផងចេញទៅត្រកូលលីវរបស់ខ្ញុំមិនមានស្រីអាប់ធ្មប់ដែលលក់កូនស្រីដើម្បីបនសាក់ដូចអញទេចាប់ពីថ្ងៃនេះទៅយើងកាត់ដាច់ពីគ្នាត្រឹមនេះមនុស្សអាក្រក់ត្រូវបានប្រន្ទាទោសតាមច្បាប់តាមរយៈការណែនាំរបស់លោកតាឈូខ្ញុំក៏បានទិញយករោងចក្រដែកថែបដែលបោះបង់ចោលដ៏ធំបំផុតនៅក្នុងខេត្តនិងត្រៀមពង្រីកអាជីវកម្មរបស់ខ្ញុំទៅទូទាំងខេត្តតើមានរឿងចុះប្អូនថ្លៃខ្ញុំណែណាតាជួងឯងត្រឡប់មកវិញល្មមលីវសាប់ឈៀនពូទី3របស់ឯងបានលួចរត់ចេញពីគុកហើយគាត់បាននាំក្រុមមនុស្សបាត់ផ្សោតមួយក្រុមមកដុតផ្ទះឯងសៀវហួងត្រូវបានពួកគេបាញ់ត្រូវនឹងកាំភ្លើងបាញ់សัตว์ខណៈពេលដែលការពារប្អូនថ្លៃឯងប្អូនរបស់ឯងត្រូវបានពួកវាចាប់ចូលទៅក្នុងព្រៃជ្រៅអស់ហើយលីវសាប់ឈនថ្ងៃនេះអញនឹងហែកសាច់ឯងជាកង់ល្អណាស់ពួកអាចឆ្កែអស់ឯងមិនក៏មិនរត់ទៀតទៅលីវតាចុងធ្វើឲ្យអញត្រូវគេចាប់ធ្វើឲ្យកូនអញត្រូវជាប់គុកថ្ងៃនេះអញនឹងសម្លាប់ពួកឯងដោយផ្ទាល់ដៃនៅចំពោះមុខវាតើអ្នកណានៅខាងក្រៅបងប្រុសលីវតាចុងមិននឹកស្មានថាអញហ៊ានមកម្នាក់ឯងសោះទៅឲ្យបានសុខចុះលេងកាំភ្លើងជាមួយអញមែនទេនៅក្នុងដែនលំហរបស់ខ្ញុំអញសំបីតែសិតបាញ់កាំភ្លើងក៏គ្មានដែរនេះតើវាអាចទៅរួចយ៉ាងម៉េចបាញ់កាប់វាឲ្យងាប់ទៅកុំចូលមកបើឯងហ៊ានចូលមកទៀតយើងនឹងស្លាប់ជាមួយគ្នាលោកពូទី3នេះជាលើកចុងក្រោយដែលខ្ញុំហៅលោកពូកំហុសធំបំផុតរបស់លោកពូគឺមិនគួរមករករឿងខ្ញុំអាហាដៃរបស់ខ្ញុំជីវិតដែលនៅសល់របស់លោកពូគឺត្រូវរស់នៅក្នុងភាពឈឺចាប់និងក្នុងទ្រង់ដែលចុះប៉ូលីសនៅជើងភ្នំហើយលេងអីហើយបងមកដល់ហើយគ្មាននរណាអាចធ្វើបាបពួកឯងបានទៀតទេសៀវហួងដើម្បីការពារពួកយើងត្រូវបានពួកមនុស្សអាក្រក់វាចំក្បាលពោះគាត់ចិត្តស្លាប់ហើយតាជួងបងធ្វើឲ្យអូនភ័យស្លាប់ហើយយប់មិញអូនបានយាមនៅមាត់ភូមិពេញមួយយប់អូនស្មានថាពួកបងមានរឿងអីទៅហើយប្រសិនបើបងមិនត្រឡប់មកវិញទេ
អូនក៏មិនរស់ដែរក្មេងនឹងងអើយយំធ្វើអីរឿងយកមិញធ្វើឲ្យបងយល់ច្បាស់ហើយក្នុងលោកីដ៏សាហាវខូខើនេះគ្រាន់តែប្រើកម្លាំងបាយការពារពួកឯងមិនបានទេបងនឹងសាងសង់បន្ទាយដែលគ្មាននរណាអាចកំទេចបានបងនឹងធ្វើឲ្យអ្នកដែលមើលងាយយើងត្រូវលុតជង្គង់និយាយជាមួយយើងនៅថ្ងៃក្រោយបងខ្លាយបងប្រុសខ្ញុំខ្លាំងណាស់ពួកមនុស្សអាក្រក់ត្រូវប៉ូលីសចាប់អស់ហើយសៀវជួនកុំហៅផ្ដេសផ្ដាស់អីសៀវជួនហៅមិនខុសទេចាប់ពីថ្ងៃនេះទៅលីវអ៊ីងគឺជាកូនប្រសារមិនទាន់រៀបការរបស់ត្រកូលលីវយើងតាត្រឡប់ទៅផ្ទះវិញថ្ងៃនេះបងនឹងនាំពួកឯងទៅធ្វើរឿងធំមួយឲ្យផ្អើលតែម្ដងតាជួងអើយរឿងពូទី3របស់ឯងខ្ញុំបានរើហើយតាបងប្អូនឯងនឹងធ្វើបែបណានៅថ្ងៃមុខរៀបឲ្យក្រុមការងារបែងចែកស្បៀងសង្គ្រោះខ្លះឲ្យពួកឯងពូសាងស្បៀងសង្គ្រោះទុកឲ្យអ្នកដែលត្រូវការទៅថ្ងៃនេះខ្ញុំមកដើម្បីនិយាយជំនួយធំជាមួយក្រុមការងារជំនួយធំឯងចង់ធ្វើរឿងមិនល្អអីទៀតហើយលីវអ៊ីងយកវាចេញមកឲ្យពូសាងមើលបន្តិចមើលអព្រះអើយពូឯងទៅប្លន់ធនាគារមែនទេប្រញាប់ទុកវាទៅបើគេរកឃើញឯងច្បាស់ជាត្រូវស៊ីគ្រាប់កាំភ្លើងមិនខានពូយ៉ែងនេះជាលុយស្អាតស្អំខ្ញុំចង់យកលុយនេះទៅមកការរោងចក្រអត់ដែលបោះបង់ចោលនៅខាងកើតភូមិដើម្បីកែច្នៃវាជារោងចក្រកែច្នៃអនុផលភ្នំរបស់ភូមិសន្តិភាពមិនបានទេដាច់ខាត់មិនបានរោងចក្រត្រូវដាក់ឈ្មោះក្រមសហគមន៍ចាត់ទុកជាមុខរបរបន្តបន្សំរបស់ភូមិសន្តិភាពយើងខ្ញុំចេញលុយចេញបច្ចេកទេសនិងធានាការលោកចំណេញ20ឲ្យទៅសហគមន៍ចំណែកដែលនៅសល់ជារបស់ខ្ញុំមុខរបរបន្តបន្សំរបស់សហគមន៍បែបនេះទើបត្រឹមត្រូវតាមច្បាប់ប៉ុន្តែហានិភ័យនេះខ្ញុំមិនត្រឹមតែកែច្នៃសាច់សត្វទឹកឃ្មុំនិងផលិតអស្ចារ្យបុរាណចិនកម្រិតខ្ពស់ទៀតផងផែនការយ៉ែងីកម្លាំងពលកម្មទំនេរក្នុងភូមិទាំងអស់ខ្ញុំទទួលយកទាំងអស់ឲ្យតែមានចិត្តចង់ធ្វើការដល់ថ្លៃជួល20យួនក្នុងមួយខែបូករួមទាំងប្រាក់កម្រៃតាមចំនួនផលិតផល220យួនឯងមិនមែននិយាយលេងទេមែនទេសូម្បីតែកម្មករពេញសិទ្ធិនៅរោងចក្រវីនផុនក្នុងក្រុងក៏បានប៉ុណ្ណឹងដែរខ្ញុំលឺដាស់ឆ្វេងនិយាយម៉ាត់ណាម៉ាត់នឹងលឺយើងនឹងខ្លាចជាអ្នកចាត់ចែងហិរញ្ញវត្ថុក្នុងរោងចក្ររឿងលុយកាក់គឺនាងជាអ្នកកាន់ពូយ៉ែងហ៊ាននាំអ្នកភូមិទាំងអស់មកផ្សងព្រេងជាមួយខ្ញុំទេបាទជោគជ័យភូមិហ៊ីបេងរបស់យើងនឹងខ្លាចជាភូមិមានចំណូលមើលយន្តដំបូងគេក្នុងស្រុកយកព្រមធ្វើក៏ធ្វើខ្ញុំនឹងទៅចេញលិខិតអនុញ្ញាតឲ្យអញឥឡូវនេះបោះត្រាក្រុមផលិតកម្មតែឈួនតាបងនៅរវល់ទៀតមែនទេព្រះអើយតែឈួនរបស់ទាំងនេះពេលថ្ងៃច្បាស់ជាមិនទាន់មានទេតាបងដឹកវាចូលមកដោយរបៀបណាលឺយ៉ាងខ្លួនបងមានអាប់កំបាំងច្រើនណាស់រឿងខ្លះបងមិនទាន់អាចប្រាប់អូនបានទេព្រោះដឹងកាន់តែច្រើនកាន់តែគ្រោះថ្នាក់អូនគ្រាន់តែដឹងថាក្នុងជាតិនេះលីវដាឈួននឹងមិនធ្វើរឿងអាក្រក់ហួសហេតុឡើយហើយក៏មិនក្បត់អូនដែរខ្ញុំមិនសួរទេឲ្យតែជាអ្វីដែលអូនធ្វើបងជឿជាក់ទាំងអស់នេះគឺជាសោកឃ្លាំងនឹងទូដែកចាប់ពីថ្ងៃនេះទៅអូនគឺជាថៅកែស្រីនៃរោងចក្រនេះទ្រព្យសម្បត្តិនិងជីវិតបងប្រគល់ឲ្យអូនទាំងអស់ចាស់អូននឹងមើលថែឲ្យបានល្អថៅកែដែលជួនពិតជាចិត្តបុណ្យណាស់ខ្ញុំរស់មកដល់អាយុ40ឆ្នាំដែលឃើញសាច់ច្រើនយ៉ាងនេះទេធ្វើការជាមួយគាត់ឆ្នាំនេះផ្ទះខ្ញុំនឹងអាចសង់ថ្មីបានហើយតើពួកឯងបើកបរយ៉ាងម៉េចហ្នឹងនេះគឺជាកម្លាំងញើសឈាមរបស់អ្នកគ្រប់គ្នា1គីឡូលក់បានរាប់រៀលឯណោះញើសឈាមស្អីនេះជាភស្តុតាងរកស៊ីខុសច្បាប់តើនេះជារោងចក្របន្ទាប់បន្សំរបស់ភូមិសន្តិភាពមានឯកសារគ្រប់គ្រាន់មានទាំងហត្ថលេខានិងត្រារបស់មេក្រុមតើថាពួកយើងរកស៊ីខុសច្បាប់យ៉ាងម៉េចទៅលិខិតបញ្ជាក់របស់មេក្រុមគ្មានតម្លៃស្អីទេអញជាប្រធានសហគមន៍អញថារោងចក្រអញគឺវាត្រូវតែខុសច្បាប់អ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់លីវតាចៅយកឈ្មោះសមូហភាពមកបាំងមុខបើករោងចក្រតខ្លួនរំលោភច្បាប់ធ្ងន់ធ្ងរទំនិញទាំងនេះសុទ្ធតែគ្មានប្រភពច្បាស់លាស់រឹបអូសយកទាំងអស់មកឲ្យខ្ញុំយកត្រឡប់ទៅសហគមន៍វិញបិទត្រាទ្វារជញ្ជូនរបស់ចេញឲ្យអស់អ្នកណាហ៊ានខាត់គឺចាប់អ្នកនោះកុំកម្រើកនេះជាកម្លាំងញើសឈាមរបស់ដេឈួនពួកឯងនេះប្លន់ទាំងស្រស់តែម្ដងអ្នកណាហ៊ានប៉ះពាល់របស់របរនៅទីនេះត្រូវដើររំលងខ្លួនខ្ញុំទៅពួកបាញ់វុនស្អុយមកពីណារូបរាងមើលទៅមិនអន់ទេតែចរិតកាច់ណាស់ថយចេញទៅឯងចង់ដាច់ដៃខ្វក់នឹងមែនទេអូយឈឺណាស់លីវតាចៅអញហ៊ានប្រឆាំងនឹងហឺឆាបាបចំហបែបនេះផងអីចាប់វាឲ្យអញហើយវៃវាឲ្យងាប់ទៅហឺឆាអញស្មានថាខ្លួនអញជាស្អីទៅឃើញគេចំណេញចង់មកដណ្ដើមផលប្រយោជន៍របស់អញមែនទេ
មិនឆ្លុះកញ្ចក់មើលមុខខ្លួនឯងផងបងប្អូនអើយវាហ៊ានវាប៉ូលីសសម្រុកចូលទាំងអស់គ្នាកុំតិចវាចោលទៅចាំមើលថាអ្នកណាហ៊ានប៉ះសក់វាសំបីតែមួយសរសៃលោកតាជើលោកតាឈូបានប្រើប្រាស់ថ្នាំជាយបានជាសេះស្បើយទាំងស្រុងហើយលើថាអ្នកបានបង្កើតរោងចក្រកែច្នៃនៅទីនេះទើបបញ្ជាឲ្យយើងនាំយកលិខិតអនុម័តកម្រិតខ្ពស់បំផុតមកជូនតាមការអនុម័តពីខេត្តរោងចក្រកែច្នៃភូមិសន្តិភាពត្រូវបានចាត់ចូលជាមូលដ្ឋានផ្គត់ផ្គង់ពិសេសរបស់ខេត្តណានមិនអនុញ្ញាតឲ្យបុគ្គលឬអង្គភាពណាមករំខានដល់ការផលិតឡើយអ្នកល្មើសនឹងត្រូវទទួលទោសធ្ងន់ធ្ងរពីបទបំផ្លាញសម្ភារៈសំខាន់មូលដ្ឋានផ្គត់ផ្គង់មិនដឹងថានេះជារោងចក្រដែលខេត្តការពារនោះទេលោកតាដេឈួងសូមលោកមេត្តាលើកលែងឲ្យខ្ញុំដូចជាខ្យល់ម្នាក់ទៅឥឡូវចេះមកសុំអង្វរហើយតើចុះអំណាចរបស់លោកប្រធានក្រុមមិញនេះទៅណាអស់ហើយលីវ៉ាន់ហ្វូប្រើអំណាចកេងយកសម្ភារៈពិសេសល្មើសវិន័យធ្ងន់ធ្ងរនាំខ្លួនទៅបញ្ជូនទៅក្រុមត្រួតពិនិត្យដើម្បីស៊ើបអង្កេតឲ្យដល់ទីបញ្ចប់តែខាត់មិនលើកលែងឲ្យឡើយចាប់ពីថ្ងៃនេះទៅម៉ាស៊ីនទាំងអស់នឹងដំណើរការពេញសមត្ថភាពពួកយើងនឹងយកទំនិញទៅលក់នៅទីរួមខេត្តឲ្យអ្នកភូមិទាំងអស់រស់នៅបានស្រួលនិងមានហូបចុកគ្រប់គ្រាន់បងដាជើទំនិញពិសេសដំបូងដែលផ្ញើទៅទីរួមខេត្តត្រូវបានគេប្លន់នៅផ្លូវផានឡុងហើយបងប្អូន10ជាងអ្នកដែលយាមឡានស្លាប់និងរបួសអស់ពាក់កណ្ដាលហើយអ្នកណាធ្វើគឺសភាពាណិជ្ជកម្មនាខ្មៅដែលជាបងធំនៅទីរួមខេត្តពួកវាប្រាប់ឲ្យបងទៅសំពះសុំទោសនៅកំពង់ផែទីរួមខេត្តថ្ងៃត្រង់ស្អែកនិងប្រកល់សិទ្ធិគ្រប់គ្រងរោងចក្រឲ្យពួកវាបើមិនអញ្ចឹងទេពួកវានឹងយកជីវិតបងសភាពាណិជ្ជកម្មនាខ្មៅល្អខ្លាំងណាស់ក្នុងការដែលទីរួមខេត្តវាគ្រោះថ្នាក់ខ្លាំងយ៉ាងនេះស្អែកនេះយើងនឹងទៅក្រៅទីនោះឲ្យផ្អើលតែម្ដងបងដាច់ចៅរបួសរបស់បងហុយខ្ញុំបានរុំឲ្យរួចរាល់ហើយប្រធានក្រុមចាងបានទៅប្តឹងប៉ូលីសនៅឯទីរួមស្រុកហើយណែស្អែកនេះបងពិតជាចង់ទៅទីរួមខេត្តម្នាក់ឯងមែនទេការប្តឹងប៉ូលីសមិនអាចដោះស្រាយបញ្ហាបានឡើយទំនិញបាត់នៅផ្លូវផានឡុងទីនោះជាតំបន់ដែលគ្មានច្បាប់គ្រប់គ្រងក្រុមនាខ្មៅហ៊ានប្លន់ទំនិញពិសេសដោយចង់បញ្ជាក់ថាពួកគេមានក្នុងបង្អែករឹងមាំណាស់រោងចក្រក៏យើងមិនយកដែរអស់លុយអាចរកថ្មីបានបងទៅប្រជុំមុខនឹងពួកបាត់ផ្សារទាំងនោះម្នាក់ឯងវាដូចជាទៅរកសេចក្តីស្លាប់អញ្ចឹងខ្ញុំមិនឲ្យបងទៅទេសិនអើថយមួយជំហានសិនទៅវាមិនមែនមានន័យថាអ្វីនឹងល្អប្រសើរនោះទេវាគឺជាជ្រុះជ្រៅគ្មានបាតបើថ្ងៃនេះខ្ញុំដកថយថ្ងៃស្អែកពួកគេនឹងជន់ឈ្លីដល់ភូមិសន្តិភាពខ្ញុំធ្លាប់សន្យានឹងអ្នកថានឹងសាងសង់បន្ទាយដែលគ្មាននរណាអាចរំលាយបានពួកគេចង់បានទំនិញរបស់ខ្ញុំចង់បានរោងចក្ររបស់ខ្ញុំហើយចង់ឲ្យខ្ញុំអន់ក្បាលចុះចាញ់ទៀតល្អហើយថ្ងៃស្អែកខ្ញុំនឹងយកកាដូដ៏ធំនេះទៅជូនពួកគេដោយផ្ទាល់ទៅយករបស់ដែលជារបស់យើងមកវិញបើស្អែកមុនថ្ងៃលិចអ្នកមិនទាន់មកវិញទោះអស់ទ្រព្យសម្បត្តិក៏ខ្ញុំត្រូវទៅរកយុទ្ធធម៌នៅទីរួមខេត្តដែរកំចាត់ហ្វូងម៉ោង12ហើយមើលទៅអាអ្នកស្រីឈ្មោះលីវដាឈុននោះខ្លាចរហូតមិនហ៊ានមកទេវាបំបាក់ជើងពួកអាសម្រាមនេះទៅបោះពួកវាចូលទន្លេឲ្យដឹងខ្លួនខ្លះប៉ាត់មេលោកឡងបងដាឈុនបងកុំមកអីពួកវាមានបង្កប់គ្នាហ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 ាស្មានតែជាអ្នកខ្លាំងពូកែមកពីណាតាមពិតគ្រាន់តែជាអាអ្នកស្រែសោះលីវដាឈុនឯងពិតជាមានចិត្តក្លាហានមែនហ៊ានមកតាំងតែម្នាក់ឯងដោះលែងមនុស្សលើកទំនិញឡើងឡានខ្ញុំទុកជើងទាំងពីរឲ្យឯងដើរត្រឡប់ទៅវិញហា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 តើឯងឈួតមែនទេមើលបងប្អូនជាង30នាក់នៅជុំវិញនេះផងម្នាក់ស្ដោះទឹកមាត់មួយម៉ាត់ក៏អាចធ្វើឲ្យឯងលងទឹកស្លាប់ដែរឯងនៅហ៊ាននិយាយរឿងទុកជើងលោកម្ចាស់ឡងទៀតចៅហេឡុងមែនទេទឹកក្នុងខេត្តនេះវាល្អខ្លាំងណាស់អាត្រីអណ្ដែងដូចជាឯងដល់ពេលត្រូវផ្ងាពោះហើយឲ្យតម្លៃឲ្យមិនយកកំតិចវាចោលទៅយើងចង់ឲ្យវាឃើញនឹងភ្នែកថាយើងដណ្ដើមកន្លែងវាយ៉ាងម៉េចបងប្អូនសម្រុកចូលចង់ងាប់មែនទេឯងតើឯងជាអ្នកណាឲ្យប្រកាសខ្ញុំប្រាប់ហើយថាថ្ងៃនេះមកដើម្បីជូនដំណើរឯង
កុំកម្រើកបើកម្រើកទៀតខ្ញុំឲ្យវាស្លាប់តាមដែរអញពូកែវាប៉ុណ្ណាក៏មិនលឿនជាងកាំបិតយើងដែរបងដាច់ឆ្វាំងកុំបារម្ភពីខ្ញុំអីចៅហេឡុងអញស្មានថាខ្ញុំមកទីនេះតែម្នាក់ឯងពិតជាគ្រាន់តែចង់មកសាកជាមួយអញមែនទេអញបានប៉ះពាល់របស់ដែលមិនគួរកម្រើកថ្ងៃនេះគ្មាននរណាអាចការពារអញបានទេឥតន័យនៅទីរួមខេត្តនេះយើងគឺជាច្បាប់បងថ្លៃយើងជាអ្នកធំនៅក្នុងការិយាល័យគ្រប់គ្រងទោះថ្ងៃនេះអញស្លាប់នៅទីនេះក៏គ្រាន់តែជាគ្រោះថ្នាក់ធ្លាក់ទឹកប៉ុណ្ណោះនេះតើវាអាចទៅរួចយ៉ាងម៉េចទៅសមិទ្ធដាជួងអ្នកប្រហែលជាមានការខាងលើបានលើថាទំនិញផ្គត់ផ្គង់ពិសេសត្រូវបានប្លន់គឺមានការខឹងសម្បាយ៉ាងយើងបានស៊ើបអង្កេតឃើញថាក្រុមហ៊ុនពាណិជ្ជកម្មហេឡុងនេះគ្រាន់តែជាក្រុមជំពារដែលជ្រកក្រោមស្លាកច្បាប់ប៉ុណ្ណោះចៅហេឡុងអញជប់សង្ស័យពីបទបង្កបួសស្នាមដោយចិត្តណានិងបំផ្លាញការផ្គត់ផ្គង់ទំនិញពិសេសរបស់រដ្ឋអ្នកកាំងរបស់អញត្រូវបានផ្នែកអធិការកិច្ចនាំខ្លួនទៅស៊ើបអង្កេតហើយនាំពួកគេទាំងអស់ត្រឡប់ទៅវិញខ្ញុំធ្លាប់ប្រាប់ហើយថាអត្រីអណ្ដាញដូចជាអញថ្ងៃនេះដល់ពេលអស់លក្ខហើយទីក្រុងខេត្តមិនមែនជាកន្លែងដែលអញត្រូវសម្រេចនោះទេលោកតំណាងว่าដោយសារតែក្រុមហ៊ុននាគខ្មៅបានដួលដាច់លូតនឹងឃ្លាំងរបស់ពួកគេនៅក្នុងទីរួមខេត្តសមិទ្ធទេជួនថ្នាក់លើបានបញ្ជាមកថាអ្នកមានគុណសម្បត្តិក្នុងការការពារសម្ភារៈផ្គត់ផ្គង់ពិសេសបណ្ដាញដែលនៅទំនេរទាំងនោះចាប់ពីថ្ងៃនេះទៅនឹងត្រូវប្រគល់ឲ្យរោងចក្រកែច្នៃភូមិហ៊ីភិងរបស់អ្នកគ្រប់គ្រងតាមផ្លូវច្បាប់ធ្វើវាឲ្យអស់ពីសមត្ថភាពទៅតែឈួនពួកយើងពិតជាបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីរួមខេត្តហើយឃ្លាំងរបស់ក្រុមហ៊ុននាគខ្មៅទាំងនោះឥឡូវនេះជារបស់ពួកយើងទាំងអស់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅពេលមានបណ្ដាញក្នុងទីរួមខេត្តហើយជំហានបន្ទាប់គឺបង្កើតបណ្ដាញភស្តុភារនិងការផ្គត់ផ្គង់ដ៏ធំបំផុតក្នុងខេត្តលោកលឺដេឈួងពិតជាវីរបុរសវ័យក្មេងមែនលេបត្របាក់ក្រុមហ៊ុនពាណិជ្ជកម្មនាគខ្មៅក្នុងថ្ងៃតែមួយពិតជាមិនធម្មតាមែនតើលោកជាអ្នកណាតើខ្ញុំបានអញ្ជើញលោកចូលមកដែរឬទេសូមណែនាំខ្លួនបន្តិចខ្ញុំស៊ែនជាអគ្គនាយកក្រុមហ៊ុនស៊ែងនៃទីរួមខេត្តក្រុមហ៊ុននាគខ្មៅគ្រាន់តែជាឆ្កែចាំផ្ទះដែលខ្ញុំចិញ្ចឹមនៅកំពង់ផែប៉ុណ្ណោះលោកដេញឆ្កែរបស់ខ្ញុំដណ្ដើមឆ្អឹងរបស់ខ្ញុំតើមិនគួរផ្ដល់ការពន្យល់ដល់ខ្ញុំដែលជាម្ចាស់ទេយប់ស្អែកមានកម្មវិធីជប់លៀងសភាពាណិជ្ជកម្មខេត្តសង្ឃឹមថាលោកលីវនឹងមកចូលរួមឲ្យទាន់ពេលហើយខ្ជាក់ចោលផ្លូវដែលលេបទៅនោះមកវិញដោយសម្រួលបើមិនអីចឹងទេទឹកក្នុងខេត្តនេះនឹងធ្វើឲ្យលោកលងស្លាប់អីចឹងចាំមើលថាតើទឹករបស់លោកអាចធ្វើឲ្យនាគឆ្លងទឹកដូចជាខ្ញុំលងស្លាប់បានដែរឬទេតើអាអ្នកស្រ័យនេះមកពីណាហ្នឹងមកសុំទានដល់ទីនេះផងគេគឺជាអ្នកស្រ័យដែលមកបន្តវេនពីក្រុមជំនួយនាគខ្មៅនឹងឯងលោកសេដ្ឋីសិនបានរៀបអន្ទាក់យ៉ាងមាំនៅយប់នេះអាម្នាក់នេះស្លាប់ជាមិនខានលោកលីវលោកពិតជាក្លាហានណាស់ហ៊ានមកតែម្នាក់ឯងតែមើលទៅការស្លៀកពាក់របស់លោកដូចជាមកខុសកន្លែងហើយជាន់ក្រោមឯណោះទើបជាកន្លែងចាក់កាក់សំណល់អាហារខោអាវស្អាតលុយក៏ស្អាតខ្ញុំលីវដាជួងទៅដល់ទីណាក៏នៅតែអាចងើបមុខត្រង់ជានិច្ចផ្ទុយទៅវិញសម្លៀកបំពាក់លោកសេដ្ឋីសិនមើលទៅថ្លៃថ្នូរតែពីក្រោយខ្នងមិនដឹងជាប្រឡាក់រឿងលីវតាចៅកុំចង់រឹងតឹងអីខ្លងទាំង8ដែលក្រុមហ៊ុនហេឡុងបន្សល់ទុកអញលេបមិនចូលទេចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរសិទ្ធិនៅយប់នេះទៅខ្ញុំនឹងទុកផ្លូវរស់ឲ្យឯងមិញនេះលោកស្រីសិននិយាយថាអីឲ្យខ្ញុំយកបណ្ដាញចែកចាយរបស់មូលដ្ឋានផ្គត់ផ្គង់ពិសេសលោកបង្ខូចថ្លៃឲ្យអ្នកក្នុងតម្លៃបញ្ចុះ90អីចឹងឬលីវតាចៅអញហ៊ានមកអេងក្អាងដាក់យើងនៅក្នុងក្រុងសិលឈិនផងហើយជឿអត់ខ្ញុំមានវិធីរាប់រយយ៉ាងដើម្បីធ្វើឲ្យរោងចក្រអញបិទទ្វារនៅថ្ងៃស្អែកគិតមើលទៅពេលនេះប្រហែលជាដល់ពេលហើយថៅកែលីវអ្នកពិតជាគិតថាយប់នេះខ្ញុំអញ្ជើញអ្នកមកគ្រាន់តែដើម្បីហូបបាយមែនទេអ្នកដែលខ្លាំងមកពីក្រៅត្រូវបានខ្ញុំខាំងទុកនៅទីនេះហើយសាក់ទីមើលទៅតើសម្បុករបស់អ្នកពេលនេះយ៉ាងម៉េចទៅហើយលីវតាជួងទៅក្រុងបាត់ហើយឥឡូវក្នុងរោងចក្រសល់តែមេក្រុមចាំងចឹងរូបមន្តសម្ងាត់នៅក្នុងទូដៃក្នុងបន្ទប់ធ្វើការឃ្លាំងលេខ2ពេញដោយទំនិញចាំពេលបានរូបមន្តសម្ងាត់ហើយទឹកឃ្លាំងនោះចោលតែម្ដងទៅធ្វើការទៅពួកអញជាអ្នកណាចង់ធ្វើស្អីមេក្រុមចាងវ៉ាងម៉ាជឺអញហ៊ាននាំអ្នកក្រៅមកបង្កបញ្ហាក្នុងរោងចក្រផងដេជួងត្រឡប់មកវិញនឹងមិនលើកលែងឲ្យអញទេដេជួងពេលនេះសំបីតែខ្លួនឯងក៏ការពារមិនបានផងលឺយ៉ាងបើឆ្លាតឆាប់ប្រគល់សោទូដែកមកគុំសង្ឃឹមអីនេះជាកម្លាំងញើសឈាមរបស់ដេជួងទោះបីជាថ្ងៃនេះពួកអញវាខ្ញុំឲ្យស្លាប់ក៏ដោយក៏ខ្ញុំមិនប្រគល់សឲ្យដែរ
ហាស្រីម្នាក់នេះមើលទៅស្រស់ស្អាតគួរសម្ដៅបើមិនព្រមប្រកល់សោទេបងប្អូនផ្ដល់មេរៀនឲ្យនាងបន្តិចទៅហាមប៉ះនេះជាស្រីរបស់ Daeshuang ចង់សាកវិធីក្តៅមែនទេបានសម្រេចហើយទៅឃ្លាំងលេខ2រួចដុតវាចោលទៅតាចងសុំទោសខ្ញុំការពារមិនបានទេដកថយថាកែលឺមានទូរស័ព្ទផ្លូវឆ្ងាយបន្ទាន់នៅខាងក្រោមមកពីភូមិហ៊ីផេងគេថាមានរឿងកើតឡើងនៅរោងចក្រហើយឬដែលជួងលោកទេរូបមន្តសម្ងាត់របស់លោកបាត់ហើយទំនិញរបស់លោកត្រូវបានដុតអស់ហើយឥឡូវលោកនៅសល់តែខ្លួនមួយទេចង់មកតាំងជាមួយខ្ញុំតើលោកសម្ដែងទេសិនធានស៊ឺអញស្មានថាបានលួចបៀពូកែរបស់ខ្ញុំទៅហើយតាមពិតអ្វីដែលអញលួចទៅគឺជាយន្តរណៈទេលៀងមុខចាំទៅបំណងនេះខ្ញុំនឹងត្រឡប់មកគិតគូរជាមួយអញឆាប់ហ៊ានប៉ះពាល់មនុស្សស្រីរបស់ខ្ញុំជីវិតពួកអញចប់ហើយទុករបស់ចោលទៅមិនឲ្យទៅទេថយចេញទៅមីស្រីចង្រៃតាឆាវបងមកវិញហើយសុំទោសបិទភ្នែកទៅរឿងបន្ទាប់ពីនេះកុំមើលអីតែជួញស្ដាប់ខ្ញុំពន្យល់សិនខ្លាចអីទោះគេខ្លាំងប៉ុណ្ណាក៏នៅតែម្នាក់ឯងដែរបងប្អូនវីឲ្យខុសខ្លួនទៅលោកតាដេជួងខ្ញុំខុសហើយគឺសិនឈានសិបង្ខំខ្ញុំនឹងប្រកល់រូបមន្តសម្ងាត់ឲ្យវិញអង្វរកុំសម្លាប់ខ្ញុំអីហេឯងស្មានថាខ្ញុំទុកមន្តសម្ងាត់ពិតប្រាកដក្នុងទូដែកឲ្យឯងលួចមែនទេអ្វីដែលឯងផ្ញើឲ្យឯងហែករូបមន្តចោលដុតកាកសំណល់បន្តិចបន្តួចគិតថាអាចដាច់ផ្លូវរស់ខ្ញុំបានមែនទេថ្ងៃស្អែកខ្ញុំនឹងឲ្យសិនស៊ឺនឹងសភាពាណិជ្ជកម្មខេត្តដឹងថាការហ៊ានប៉ះពាល់ស្រីរបស់លីវដាឈួងនិងហ៊ានប៉ះរោងចក្ររបស់ខ្ញុំត្រូវបង់ថ្លៃបែបណាខ្លះឈឺទេមិនឈឺទេឲ្យតែបងត្រឡប់មកវិញដោយសុវត្ថិភាពហើយរោងចក្រនៅតែមានអូនមិនខ្លាចអ្វីទាំងអស់គ្រាន់តែឃ្លាំងលេខ2ត្រូវភ្លើងឆេះអស់ហើយទំនិញសម្រាប់បញ្ជាទិញពិសេសខែក្រោយចាឈួងឲ្យសៀវភៅគ្មានប្រយោជន៍ទៀតទេភ្លើងឆេះអស់ហើយអាវងមេជាមនុស្សរមើលគុណនោះក៏បានលួចរូបមន្តសម្ងាត់ទៅបាត់ដែរលីថាសិនស៊ឺនឹងរៀបចំសន្និបាតគ្រឿងអលង្ការនៅទីរួមខេត្តថ្ងៃត្រង់នេះច្បាស់ណាស់ថាគេចង់ជន់លើឆ្អឹងយើងដើម្បីបានមុខមាត់ហើយតើយើងគួរត្រៀមលុយផាកពិន័យកិច្ចសន្យាហើយមែនទេពូយ៉េងនិងបងប្អូនទាំងអស់គ្នាក្នុងនាមខ្ញុំលីដាឈួងបើហ៊ាននាំអ្នកទាំងអស់គ្នាធ្វើហើយគឺដាច់ខាតមិនធ្វើអ្វីដោយគ្មាននេះជាអ្វីទៅពូយ៉េងអីវ៉ាន់នៅក្នុងឃ្លាំងលេខ2សុទ្ធតែជាកំទេចកំទីធម្មតាដែលខ្ញុំប្រើដើម្បីបន្លំភ្នែកប៉ុណ្ណោះចំណែកទំនិញពិសេសកម្រិតខ្ពស់ពិតប្រាកដខ្ញុំបានផ្ទេរមកទុកក្នុងរូងក្រោមដីនេះយូរហើយទំនិញបាច់នេះគឺគ្រប់គ្រាន់សម្រាប់ដល់ជូនតាមការកម្មង់ក្នុងរយៈពេល3ខែតាជួងអញដឹងមុនបាត់ទៅហើយថាមានអ្នកមកដុតឃ្លាំងយើងត្រូវតែចេះការពារខ្លួនជានិច្ចចំណែករូបមន្តសម្ងាត់ដែលវាងមកជឿលួចទៅនោះហេបើអ្នកប្រមាញ់មិនដាក់នុយទេតើអាចនាំឆ្កែចោតដ៏ល្បិចបំផុតនៅទីរួមខេត្តមកចូលអន្ទាក់បានយ៉ាងម៉េចពូចាងរៀបចំប្រទេសសៀងដល់ពេលពួកយើងទៅមើលរឿងល្អមើលនៅទីរួមខេត្តភ្ញៀវកិត្តិយសទាំងអស់គ្នាសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មីញឹកមកចូលរួមថ្ងៃនេះគឺជាគ្រាប្រវត្តិសាស្ត្រនៃពាណិជ្ជកម្មសឹងសឹករបស់ពួកយើងអ្នកទាំងអស់គ្នាដឹងហើយថារោងជាងនៅភូមិហឺភីងតែងតែគ្រប់គ្រងទីផ្សារផលិតផលភ្នំកម្រិតខ្ពស់ប៉ុន្តែថ្ងៃនេះខ្ញុំចង់ប្រាប់អ្នករាល់គ្នាថាសាច់អស់កំពូលដែលក្រុមហ៊ុនយើងចំណាយទុនច្រើនដើម្បីស្រាវជ្រាវមិនត្រឹមតែមានរូបមន្តពិតប្រាកដជាងរសជាតិក៏ឈ្នះដាច់អាអ្នកខ្សែម្នាក់នោះដែរលោកសិនពិតជាមានសមត្ថភាពខ្លាំងណាស់ពួកយើងពិតជាទុកចិត្តលោកសិនណាស់មិនក៏មានក្លិនលោកថៅកែឡយរឿងនេះលោកមិនយល់ទេថ្នាំល្អតែងតែល្វីងនេះបានដាក់អស្មានតម្លៃដល់ទៅ36មុខរងាស់អស់5749ម៉ោងទៅបានជាទឹកសម្រាប់នេះក្លិននោះហើយគឺជាភស្តុតាងនៃប្រសិទ្ធភាពថ្នាំឆាប់សាកមើលទៅល្វីង
ល្វីងខ្លាំងណាស់នេះជាម្សិលល្វីងមែនទេទឹកយកទឹកឲ្យខ្ញុំមកអូយហើយអ្វីបានជាពោះខ្ញុំជឿដូចគេចាក់អញ្ចឹងបង្គន់តើបង្គន់នៅណានេះតើវាអាចទៅរួចយ៉ាងម៉េចគ្រប់គ្នាស្ងប់ចិត្តសិននេះជាប្រតិកម្មធម្មតានៅពេលថ្នាំមានប្រសិទ្ធភាពបញ្ចេញជាពលគឺកំពុងតែបញ្ចេញមកហើយជនល្មើស4នាក់នឹងវាងម៉ាជឺដែលត្រូវចាប់ខ្លួននៅភូមិសន្តិភាពកាលពីយប់មិញបានសារភាពអស់ហើយយើងបានរកឃើញភស្តុតាងនៃការផ្ញើប្រាក់ដែលអញឲ្យពួកគេហើយនិងកំណត់ត្រារថយន្តដែលមកទទួលពួកគេអ្នកចុកសង្ស័យថាបានបញ្ជាឲ្យគេលួចអាថ៌កំបាំងពាណិជ្ជកម្មបំផ្លាញទំនិញផ្គត់ផ្គង់ពិសេសដោយចិត្តនេះអាក្រក់ដកហូតនិងបិទបញ្ជីកណេឲ្យនឹងឃ្លាំងទាំងអស់របស់ Sheng Trading លោក Shen ខ្ញុំធ្លាប់និយាយហើយថាទឹកក្នុងក្រុមនេះមិនអាចធ្វើឲ្យខ្ញុំលងស្លាប់បានទេពេលចូលទៅខាងក្នុងហើយរៀនពិចារណាខ្លួនឯងឲ្យបានល្អថៅកែលេវអូយថៅកែលេវលោកម្ចាស់លេវពួកយើងពិតជាភ្នែកខ្វាក់មែនដែលទៅជឿអាថ៌ទាប Shen សនុភោជនីយដ្ឋានយើងចង់កំងទំនិញផ្គត់ផ្គង់ពិសេសពិតប្រាកដពីភូមិហ៊ីពេញថៅកែលេវពួកយើងចុះកិច្ចសន្យារយៈពេលវែង1ឆ្នាំខ្ញុំនឹងបង់ប្រាក់កក់ឲ្យ2ដងឲ្យតែលោកផ្គត់ផ្គង់ទំនិញអស់លោកថៅកែចង់យកទំនិញពីខ្ញុំលីវតាជួងក៏បានប៉ុន្តែចាប់ពីថ្ងៃនេះទៅត្រូវបដូរច្បាប់ខ្លះទី1រាល់ការទូទាត់ត្រូវបង់ជាសាច់ប្រាក់សុទ្ធមិនមានការជំពាក់ឡើយទី2សិទ្ធិកំណត់តម្លៃលក់នៅទីរួមខេត្តជារបស់ខ្ញុំនិងរោងចក្រភូមិសន្តិភាពអ្នកណាហ៊ានដំឡើងថ្លៃស្រេចតែចិត្តបង្កចលាចលទីផ្សារខ្ញុំនឹងបញ្ឈប់ការផ្គត់ផ្គង់ភ្លាមស្ដាប់យល់ទេយល់ហើយយកពួកយើងស្ដាប់តាមថៅកែលីវទាំងអស់ឧបសគ្គនៅទីរួមខេត្តត្រូវបានបោះសម្អាតអស់ហើយប៉ុន្តែផ្លូវរបស់យើងទើបតែចាប់ដើមប៉ុណ្ណោះជិតដល់ឆ្នាំ78ហើយថៅកែខែនអគ្គនាយក Shen ជាប់គុកបាត់ហើយនេះជិតត្រូវបានគេបិទផ្សារភ្ជាប់ហើយពួកអ្នកនៅខាងក្រៅនោះចង់ស៊ីសាច់ហែកឈាមខ្ញុំហើយឃ្លាំងរក្សាសីតុណ្ហភាព2នឹងឡានដឹកទំនិញ10គ្រឿងនៅភាគខាងជើងក្រុងមានតម្លៃយ៉ាងហោចណាស់100,000ខ្ញុំបញ្ចាំឲ្យអ្នកក្នុងតម្លៃ30000ប្រញាប់ប្រគល់លុយសុទ្ធឲ្យខ្ញុំនេះខ្ញុំត្រូវរត់គេចខ្លួនហើយថៅកែយកឲ្យរបស់ក្តៅរោដៃបែបនេះតើនរណាហ៊ានទទួលទៅ20000មិនលើសពីនេះ1 សេនឡើយអ្នកចុះហត្ថលេខារួចយកលុយចាក់ចេញទៅគឺល្អហើយលោកចៅតើលោកប្រញាប់ទៅណាបំណុលដែលសិនធានស៊ឺជំពាក់ខ្ញុំមិនទាន់ទូទាត់អស់ទេឃ្លាំងត្រជាក់នេះអ្នកមិនអាចលក់ឲ្យនរណាបានឡើយលីវតាចុងអ្នកកុំមើងងាយមនុស្សហួសហេតុពេកលោកសិនពិតជាជាប់ខុំមែនប៉ុន្តែក្រុមហ៊ុនពាណិជ្ជកម្មសង្ស៊ីមិនទាន់ដល់វេនអ្នកសម្រេចឡើយមើលឲ្យច្បាស់ទៅនេះគឺជាវិក្កយបត្រវីតម្លៃការខូចខាតដែលចេញដោយកងសន្តិសុខខេត្តសិនធានស៊ឺបានជួលមនុស្សឲ្យមកដុតឃ្លាំងសម្ភារៈផ្គត់ផ្គង់ពិសេសរបស់ភូមិហើភីនខ្ញុំបង្កឲ្យមានការខូចខាតសេដ្ឋកិច្ចដោយផ្ទាល់ចំនួន85,000,000យោងតាមច្បាប់លើចំនួននេះក្រុមហ៊ុនពាណិជ្ជកម្មសង្ស៊ីត្រូវតែសងសំណងជាអាទិភាពអ្នកកំពុងតែឆ្លៀតឱកាសកេងចំណេញនៅខាងក្រៅមានអ្នកទិញរាប់សិបនាក់ទៀតដែលមិនទាន់បានសងប្រាក់កក់ហេតុអ្វីត្រូវយកឃ្លាំងត្រជាក់ដែលមានតម្លៃបំផុតបញ្ចាំឲ្យឯងហេតុអ្វីគឺដោយសារខ្ញុំលីវដាស់វិញមានសមត្ថភាពស្ងាត់ឲ្យអស់លោកម្ចាស់ហាងទាំងឡាយប្រាក់កក់និងថ្លៃព្យាបាលដែល Shen ស៊ីជំពាក់អ្នកទាំងអស់គ្នាសរុបមិនដល់20000ផងថ្ងៃនេះខ្ញុំលីវដាស់នឹងសងជំនួសគេថែឲ្យលុយទៅឥឡូវខ្ញុំជាម្ចាស់បំណុលធំជាងគេតែម្នាក់គត់របស់ Sheng Trading ឃ្លាំងត្រជាក់និងក្រុមឡានដឹកទំនិញនៅភាគខាងជើងនេះត្រូវក្លាយជាកម្មសិទ្ធិរបស់ខ្ញុំតាមច្បាប់ដើម្បីសងបំណុលមិនចុះហត្ថលេខាមែនទេបើមិនចុះទេខ្ញុំនឹងប្រគល់លោកឲ្យអ្នកនៅខាងក្រៅឥឡូវនេះឬបញ្ជូនលោកទៅប៉ុស្តិ៍ប៉ូលីសនៅជាមួយ Shen Cashwang គ្រឿងម៉ាស៊ីនត្រជាក់នៃឃ្លាំងនេះបានខូចយូរមកហើយពួកយើងខំប្រឹងខ្លាំងណាស់ថែមទាំងចំណាយបន្ថែម20000 យ៉នទៀតដើម្បីយកកន្លែងនេះមកគ្រប់គ្រងតើវាមិនខាតបន្តិចទេអីអាសឹងមើលឲ្យវែងឆ្ងាយបន្តិចទៅកន្លែងនេះភ្ជាប់ទៅនឹងផ្លូវដឹកជញ្ជូនចេញក្រៅទាំងអស់នៃទីរួមខេត្តឲ្យតែទីនេះនឹងក្លាយជាបេះដូងសម្រាប់ផ្ញើសាច់អស់យើងទៅទូទាំងប្រទេសតើពួកអ្នកជាអ្នកណាមិនឲ្យប៉ះពាល់ម៉ាស៊ីននេះទេនេះជាម៉ាស៊ីនវេចខ្ចប់បូមខ្យល់ដែលនាំចូលពីអាល្លឺម៉ង់ទោះបីវាខូចក៏ដោយប៉ុន្តែវាមិនមែនជាអេតចៃឡើយខ្ញុំគឺជាលឺដាឈួនថៅកែថ្មីនៃឃ្លាំងត្រជាក់នេះតើអ្នកឈ្មោះអ្វីហេតុអ្វីបានជាអ្នកនិយាយថាវាមិនមែនជាអេតចៃខ្ញុំឈ្មោះ Chen Leo ជាបច្ចេកទេសករនៃរោងចក្រគ្រឿងចក្រខេត្តពីមុនម៉ាស៊ីននេះអាចវេចខ្ចប់អាហារបែបសញ្ញាកាសនិងគ្មានមេរោគឲ្យតែជួសជុលឈុតស្ពឺស្នូរបស់វានឹងអាចពន្យាការបរិច្ឆេទប្រើប្រាស់បានកន្លងឆ្នាំអាល្លឺម៉ង់នោះមិនចេះបច្ចេកទេសទេក៏បោះវាចោលនៅទីនេះដូចជាសម្រាមលោកវិស្វករ Chen ចាប់ពីថ្ងៃនេះទៅអ្នកគឺជាប្រធានវិស្វករនៃរោងចក្រកែច្នៃភូមិហ៊ីពេញរបស់ខ្ញុំនឹងបង្កើតរោងជាងដាច់ដោយឡែកមួយឲ្យអ្នកចង់បានមនុស្សផ្ដល់មនុស្សចង់បានលុយផ្ដល់លុយខ្ញុំចង់បានតែលទ្ធផលមួយគត់ធ្វើឲ្យម៉ាស៊ីននេះដំណើរការឡើងវិញធ្វើឲ្យឃ្លាំងត្រជាក់ទាំងមូលដំណើរការថៅកែលាវមនុស្សសុខចិត្តស្លាប់ដើម្បីអ្នកយកចិត្តខ្ញុំChen Leoទោះបីបដូរជីវិតក៏ត្រូវជួសជុលម៉ាស៊ីនជូនលោកដែរអញគឺជាលឺដាឈួនដែលមកទទួលបន្តឃ្លាំងត្រជាក់នឹងមែនទេអ្នកស្រែចម្ការសោះចេះលូកដៃវែងដល់ថ្នាក់នឹងស្ដាប់ឲ្យច្បាស់Shenស៊ីជំពាក់ប្រាក់ឈ្នួលក្រុមឡាន Black ហើយយើងកន្លះឆ្នាំហើយឯងចង់បើកឡានចេញទៅមែនទេបានតើយកលុយ20000មកបើមិនអញ្ចឹងទេថ្ងៃនេះកុំសង្ឃឹមថាបានដើរចេញពីទីនេះឲ្យសោះយីបោកំបិតក្នុងដៃឯងនឹងធ្លាប់កាប់មនុស្សប៉ុន្មានអ្នកហើយអញកាប់មនុស្សច្រើនជាងឯងឃើញជ្រូកទៅទៀតកាន់កំបិត
នាំបងប្អូនមួយក្រុមសំងំក្នុងកន្លែងចោលឡាននេះរាល់ថ្ងៃអត់មួយពេលឆ្អែតមួយពេលដើរតាមផ្លូវត្រូវគេចង្អុលមកហៅថាពួកអនាថានេះគឺជាសមត្ថភាពរបស់ឯងហុយប៉ាវចុះឯងចង់មានន័យថាម៉េចលុយដែលឈានស៊ីជំពាក់ពួកឯងខ្ញុំនឹងសងឲ្យគ្រប់ទាំងអស់មិនឲ្យខ្វះមួយសេនឡើយតែខ្ញុំមកថ្ងៃនេះមិនមែនមកធ្វើបុណ្យទេអ្វីដែលខ្ញុំចង់បានគឺកងទ័ពដ៏ធំសម្បើមមួយកងទ័ពដឹកជញ្ជូនដែលស្មោះត្រង់បំផុតពួកឯងមានចិត្តក្លាហានចេះបើកបរស្គាល់ផ្លូវច្បាស់ឲ្យតែអ្នកទាំងអស់គ្នាព្រមបោះបង់ចរិតពីមកធ្វើការរកស៊ីស្របច្បាប់ជាមួយខ្ញុំលីដាឈួនខ្ញុំធានាថាម្នាក់នឹងរកចំណូលបានច្រើនជាងឥឡូវ10 ដងអ្នកទាំងអស់គ្នានឹងក្លាយជាកម្មករដ៏ថ្លៃថ្នូរគ្មាននរណាហ៊ានមើលងាយអ្នកទៀតទេថៅកែដាឈួនបើលោកពិតជាអាចផ្ដល់ផ្លូវរស់ឲ្យពួកយើងមែនចាប់ពីពេលនេះទៅក្រុមឡានដឹកជញ្ជូនភាគខាងជើងជីវិតពួកយើងគឺជារបស់លោកហើយថៅកែមានដំណឹងមកពីខេត្តជេងណានឈិនសេត្រូវចប់សពគ្រប់ហើយអ្នកស្រីឈ្មោះលីវដាឈុននោះមិនត្រឹមតែប្រើបំណុលរឹបអូសយកខ្លាំងត្រជាក់ថែមទាំងបានគ្រប់គ្រងក្រុមឡានដឹកជញ្ជូនតែបច្ចេកវិទ្យាវេចខ្ចប់បែបបូមខ្យល់ក៏គេកំពុងធ្វើដែរដៃចូលទឹកដីខាងត្បូងយើងហើយអាអ្នកស្រីមានសំណាងបានបន្តិចបន្តួចស្មានថាខ្លួនឯងខ្លាំងណាស់ទៅហើយមិនដឹងកម្ពស់មេឃទាបដីទេគេចង់លោឡានៅខេត្តកាំងណានខ្ញុំមិនខ្វល់ទេតែបើនោះគឺកំពុងប៉ះពាល់ដល់ផលប្រយោជន៍ខ្ញុំហើយប្រាប់តាមសម្ដីខ្ញុំចាប់ពីថ្ងៃស្អែកទៅបិទផ្លូវផ្គត់ផ្គង់របស់ភូមិសន្តិភាពទាំងអស់ហាងណាដែលហ៊ានទិញសាច់ពីលីវដេឆេងសំបីមួយខាំគឺចង់រករឿងជាមួយខ្ញុំហើយខ្ញុំនឹងធ្វើឲ្យគេទាំងមនុស្សទាំងកន្លែងក្នុងមួយខែរលួយខ្ទេចនៅក្នុងខេត្តកាំងណានថៅកែសម្រេចហើយសម្ពាធខ្យល់របស់ម៉ាស៊ីនបូមដល់កម្រិតស្តង់ដារហើយនេះទុះទុកក្នុងសីតុណ្ហភាពធម្មតារយៈពេល3 ខែក៏មិនខូចដែរពួកយើងបានដោះស្រាយបញ្ហារក្សាសាច់មិនឲ្យខូចបានហើយឈឹងកងអញហត់នឿយហើយទៅផ្នែកហិរញ្ញវត្ថុបើកប្រាក់រង្វាន់500 យន្តទៅខ្ញុំឲ្យអញសម្រាប់3 ថ្ងៃទៅផ្ទះគេងឲ្យស្កប់ស្កល់ទៅ3 ថ្ងៃក្រោយខ្ញុំចង់ឲ្យម៉ាស៊ីននេះដំណើរការពេញសមត្ថភាពហើយប៉ាតើក្រុមឡានរៀបចំដល់ណាហើយថៅកែឡានដឹកទំនិញទាំង10គ្រឿងចាក់សាំងពេញអស់ហើយពិនិត្យនឹងជួសជុលរួចរាល់ហើយបងប្អូនទាំងអស់គ្នារងចាំបញ្ជារបស់លោកជានិច្ចល្អលើកឧបករណ៍បូមទំនេរដំបងនិងសម្ភារសំណង់ដែលទិញពីខេត្តដាក់ឡានទៅពួយម្ចាស់ថ្លៃឲ្យតើអ្នកធំណាមកនឹងតាជួងចុះឡានទាំងនេះពូសៀងខ្ញុំបានទិញអណ្ដងរ៉ៃនិងក្រុមឡានរបស់សិនធានស៊ឺទាំងអស់ហើយចាប់ពីថ្ងៃនេះទៅឡានទាំងនេះគឺជាក្រុមដឹកជញ្ជូនផ្ដាច់មុខរបស់រោងចក្រភូមិយើងជំរាបសួរមេកងខ្ញុំជាប្រធានក្រុមឡានហេប៉ាវទៅថ្ងៃមុខពួកយើងគឺជាគ្រួសារតែមួយហើយសូមលោកជួយមើលថែផងបងប្អូនឃ្លាំងលេខ2ឆេះបាត់ហើយយើងនឹងសាងសង់ឃ្លាំងដែលធំនិងទំនើបជាងមុនគ្រឿងបរិក្ខារនិងសម្ភារៈសំណង់លើឡាននេះគឺជាបង្អែកដើម្បីយើងពង្រីកការផលិតខ្ញុំនឹងធ្វើឲ្យរោងចក្រភូមិសន្តិភាពក្លាយជាមូលដ្ឋានផលិតសាច់អស់ធំជាងគេក្នុងខេត្តនិងទូទាំងប្រទេសលីវដាឆ្វាងភូមិសន្តិភាពរបស់ឯងឥឡូវនេះមានបានណាស់តើសូម្បីតែឡានធំពីក្រុងក៏បាត់ចូលភូមិដែរប៉ុន្តែក្នុងចំណោមភូមិជិតខាងទាំងនេះមានតែភូមិអញទេដែលបានស៊ីសាច់សូម្បីតែទឹកស៊ុបបន្តិចក៏មិនចែកឲ្យភូមិបងប្អូនដែរតើវាមិនអាត្មានិយមពេកទេហឹមលោកវាងកុំមកឈរច្រណែននៅទីនេះអីអាជីវកម្មនេះដែលឆ្វាងខំប្រថុយជីវិតនៅក្រុងទើបបង្កើតបានហេតុអ្វីទៅចែកឲ្យពួកឯងពូវាងបើពូថាពួកយើងស៊ីម្នាក់ឯងមិនអីទេថ្ងៃនេះខ្ញុំនឹងបង្ហាញផ្លូវរកស៊ីមានបានដល់ពូអ្នកសុខចិត្តឲ្យភូមិសន្តិភាពមានឃ្លាំងត្រជាក់និងក្រុមឡានដឹកជញ្ជូនហើយបន្ទាប់មកខ្ញុំនឹងពង្រីកផលិតកម្មឲ្យបាន5 ដងតែផលិតផលជ្រូកនិងអស់ក្នុងភូមិយើងផ្គត់ផ្គង់មិនទាន់ទេភូមិកៅសានមានដីច្រើនស័ក្តិសមសម្រាប់ការចិញ្ចឹមជ្រូកភូមិសាហើមានទឹកល្អស័ក្តិសមសម្រាប់ដាំអស់បុរាណចាប់ពីថ្ងៃស្អែកទៅភូមិទាំងពីរត្រូវចិញ្ចឹមនិងដាំដុះតាមស្តង់ដាររបស់ខ្ញុំឲ្យតែគុណភាពគ្រប់ស្តង់ដាររោងចក្រភូមិសន្តិភាពនឹងប្រមូលទិញទាំងអស់ក្នុងតម្លៃធានាតាជួងតាអញនិយាយមែនទេប្រមូលទិញក្នុងតម្លៃធានាមែនទេខ្ញុំលីវដាឈួននិយាយម៉ាត់ណាគឺម៉ាត់នឹងអ្វីដែលខ្ញុំចង់បានគឺចង់អ្នកភូមិយើងឲ្យក្លាយជាធ្លុងមួយដើម្បីទៅរកលុយពីទូទាំងប្រទេសជាមួយគ្នាបើអ្នកណាហ៊ានលួចធ្វើរឿងមិនល្អពីក្រោយខ្នងទៀតកុំបន្ទោសថាខ្ញុំដាច់ចិត្តឲ្យសោះជាឈួនបើឯងមានសម្ដីបែបនេះចាប់ពីពេលនេះទៅភូមិកោសិននឹងធ្វើតាមអញទាំងអស់
គិតលេខពេញមួយថ្ងៃហើយសម្រាប់បន្តិចទៅប្រយ័ត្នខូចភ្នែកអស់មិនគិតមិនបានទេទិញឃ្លាំងត្រជាក់ប្រមូលក្រុមឡានទិញឧបករណ៍លំហូរចរន្តសាច់ប្រាក់យើងដល់កម្រិតកំណត់ហើយក្នុងបញ្ជីសល់លុយមិនដល់ 2000 ផងប្រសិនបើប្រាក់ទំនិញនៅខែក្រោយមិនអាចប្រមូលមកវិញទាន់ពេលទេខ្សែសង្វាក់ដើមទុននឹងត្រូវកាត់ផ្តាច់ទាំងស្រុងដែលជួនជួនកាលខ្ញុំមានអារម្មណ៍ដូចកំពុងយកសពអញ្ចឹងកាលពីប្រហែលខែមុនយើងនៅតែបារម្ភពីរឿងបាយមួយឥឡូវនេះបងបានពង្រីកអាជីវកម្មមកដល់ទីរួមខេត្តហើយថែមទាំងនាំអ្នកភូមិទាំងអស់មកធ្វើការជាមួយគ្នាទៀតខ្ញុំពិតជាខ្លាចសុបិននេះស្រាប់តែរលាយបាត់ណាស់ Kinger ដើមឈើធំតែងតែរងខ្យល់ទោះបីជាយើងគ្រប់គ្រងទីផ្សារនៅទីរួមខេត្តបានក៏ដោយប៉ុន្តែខ្ញុំមានអារម្មណ៍ថាប៉ុន្មានថ្ងៃនេះស្ងប់ស្ងាត់ខុសធម្មតាត្រង់ថាយើងបានបង្កចលាចលធំដុំនៅទីរួមខេត្តហើយបានលេបយកអាជីវកម្មរបស់ Shen ទៅទៀតពួកសភាពាណិជ្ជកម្មធំនៅភាគខាងត្បូងមិនអាចមិនដឹងខ្លួននោះទេប៉ុន្មានថ្ងៃនេះការបញ្ជាទិញសាកល្បងមួយចំនួនពីទីរួមខេត្តទៅភាគខាងត្បូងស្ងាត់ជ្រាបដូចចោលលុយសេះគ្មានការឆ្លើយតបសំបីបន្តិចអ្នកចង់មានន័យថាមានគេនៅភាគខាងត្បូងចិត្តណាបង្ខាំងទំនិញយើងមែនទេខ្យល់ធំបក់បោកពុកហោះហើរខ្ចាត់ខ្ចាយដែលឆ្វេងមានរឿងធំហើយប្រៃសណីយ៍ស្រុកផ្ញើតេឡេក្រាមមិនទាន់មកឲ្យទាំងយប់សុទ្ធតែលុបចោលការកម្មង់ទាំងអស់យេស៊ូនទំនិញយើងត្រូវបានគេបិទគប់ទាំងស្រុងហើយចប់ហើយយើងទើបតែចំណាយលុយយ៉ាងច្រើនទិញគ្រឿងម៉ាស៊ីនសង់រោងចក្រថ្មីហើយសន្យាទិញផលិតផលពីភូមិជិតខាងទៀតបើទំនិញលក់មិនចេញហើយខ្សែសង្វាក់ហិរញ្ញវត្ថុត្រូវកាត់ផ្តាច់អ្នកភូមិយើងទាំងអស់គ្នាច្បាស់ជាត្រូវទៅសុំទានគេមិនខានតើនរណានៅពីក្រោយលួចធ្វើបាបយើងខ្លាំងបែបនេះតែជួងនៅទីនេះអ៊ូអជាងទីរួមខេត្តឆ្ងាយណាស់ហើយអាកាសធាតុក្តៅខ្លាំងទៀតមានអារម្មណ៍ថាសំបីតែខ្យល់ក៏ស្អិតដែរកន្លែងអ៊ូអបែបនេះគឺស្មុគស្មាញណាស់តោះទៅក្រុមហ៊ុនពាណិជ្ជកម្មខ្វាងណានមុនសិនពួកគេគឺជាអតិថិជនធំបំផុតដែលបានលុបចោលការកម្មង់របស់យើងខ្ញុំចង់សួរពួកគេផ្ទាល់មុខថាចំពោះប្រាក់ពិន័យការល្មើសកិច្ចសន្យាតើពួកគេមានបំណងសងយ៉ាងដូចម្តេចសន្តិសុខដេញមនុស្សពីរនាក់ដែលមកពីភាគខាងជើងនេះចេញទៅលោកប្រធានលីបានផ្ដាំថាឲ្យតែជាស្ដាប់ភាសាមនុស្សមិនយល់មែនទេខ្វាងណានមិនស្វាគមន៍ទំនិញរបស់ពួកឯងទេប្រញាប់ចេញទៅឲ្យច្បាស់មិនព្រមចេញទៅទេខ្ញុំនឹងវាយឲ្យបាក់ជើងហើយអ្វីពួកលោកធ្វើបែបនេះច្បាស់ណាស់ថាពួកលោកជាអ្នកលុបចោលកិច្ចសន្យាតែម្នាក់ឯងត្រឡប់ទៅប្រាប់លោកប្រធានលីរបស់ពួកអញទៅថាកិច្ចបានមួយពេលតែកិច្ចមិនផុតរហូតទេបំណុលមួយនេះខ្ញុំនឹងឲ្យគេសងទាំងដើមទាំងការតាចងពួកយើងមិនទៅសួរសុខទុក្ខសភាពាណិជ្ជកម្មផ្សេងទៀតទេតើមកសាបោះដុំដល់ញញៃនេះធ្វើអ្វីអ៊ីងទ្វាររបស់ថៅកែធំត្រូវបានបិទជិតអស់ហើយពួកយើងត្រូវរកចន្លោះប្រហោងពីថ្នាក់ក្រោមវិញមើលតូបលក់សាច់ទាំងនោះទៅចង្រៃពិតមែនទំនិញមួយឡូនេះយឺតយ៉ាវតាមផ្លូវអស់2ថ្ងៃហើយស្អុយអស់ហើយអាបិសាជញ្ជក់ឈាមឡុងញញឹងបានផ្ដាច់មុខឡានខ្លះស្អស់ហើយយកថ្លៃដឹកជញ្ជូនខ្ពស់ម្លឹងពួកអ្នកបោះដុំថ្នាក់ទាបដូចពួកយើងសំបីតែទឹកស៊ុបក៏រកផឹកមិនបានផងថៅកែបើថ្លៃដឹកជញ្ជូនថ្លៃយ៉ាងនេះហើយការខាត់បងក៏អាចជុំក្រៅតំបន់ឯងដឹងអីទៅក្រៅពីធ្វើជាសាច់ក្រៀមឬត្រីប្រៃតើសាច់ស្រស់ណាទុកបានច្រើនថ្ងៃក្នុងអាកាសធាតុចង្រៃនេះពួកហាងបាយចង់បានតែរសជាតិស្រស់ប៉ុណ្ណោះសាច់ក្រៀមតើអ្នកណាគេស៊ីទៅបើសិនជាខ្ញុំនិយាយថាខ្ញុំមានសាច់ម្យ៉ាងទាំងអាចរក្សាជារសស្រស់ថ្មីថែមទាំងអាចទុកក្នុងសីតុណ្ហភាពធម្មតាបាន3ខែដោយមិនខូចទៀតផងតើនេះជាស្អីទៅយកផ្លាស្ទិកមកខ្ចប់សាច់បែបនេះវាមិនកាន់តែស្អុយទេអីដឹកមកពីខេត្តជាងណានទុកក្នុងសីតុណ្ហភាពធម្មតា7ថ្ងៃពេញនេះហៅថាការវេចខ្ចប់បូមខ្យល់ចេញគ្មានមេរោគរសជាតិនេះពិតជាពិសេសមែនតើសាច់នេះទុកបានប៉ុន្មានថ្ងៃហើយបងប្រុសតើអ្នកជាអ្នកណាឲ្យប្រកាសទៅខ្ញុំជាអ្នកមកជួយឲ្យប្រាក់ចំណេញរបស់អ្នកការឡើងទ្វេដងយប់នេះម៉ោង8នៅបន្ទប់លំដាប់ខ្ពស់នៃភោជនីយដ្ឋានហុងប៊ីនឡូហើយពួកមួយដុំដែលអ្នកស្គាល់ហើយដែលមិនពេញចិត្តនឹងលោកម្ចាស់លងមកឲ្យអស់មកខ្ញុំប៉ាគ្រប់គ្នានេះគឺជាថៅកែលាវមកពីខេត្តជេងនឹងទំនិញដែលគាត់ឲ្យខ្ញុំមើលកាលពីសៀលនេះពិតជាទំនិញពិសេសដែលទីផ្សារភាគខាងត្បូងយើងមិនធ្លាប់ឃើញថៅកែលាវពួកយើងបានលើហើយលោកម្ចាស់ឡងចេញបញ្ជាដាច់ខាតអ្នកណាហ៊ានប៉ះទំនិញពីខេត្តជេងនឹងគឺស្មើនឹងប្រឆាំងគាត់ទោះទំនិញលោកល្អយ៉ាងណាក៏ពួកយើងមិនហ៊ានយកជីវិតមកលេងសាច់ដែរ
ហាមខ្លាចលោកម្ចាស់ឡងក៏ល្អដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបន្តទ្រាំទ្រនឹងកម្រិតខ្ពស់ដល់ទៅ30ការខូចខាតទំនិញបន្តប្រគល់ប្រាក់ចំណេញដែលរកបានដោយលំបាកឲ្យគេធ្វើជាលុយការពារហើយទុកឲ្យប្រពន្ធកូនរស់នៅយ៉ាងលំបាកវេទនាទំនិញរបស់លីវតាចុងខ្ញុំគឺគ្មានការខូចខាតទេហើយមានតម្លៃបន្ថែមខ្ពស់អ្នកដែលអង្គុយនៅទីនេះទាំងអស់គ្នាឲ្យតែយកព្រមចុះហត្ថលេខាខ្ញុំនឹងផ្ដល់សិទ្ធិតំណាងផ្ដាច់មុខក្នុងតម្លៃទាបជាងទីផ្សារ 20% តែចង់បន្តធ្វើជាមនុស្សទុនជ្រាយឲ្យគេបឺតជាមួយជីវិតឬតាមខ្ញុំទៅផ្លាស់ប្ដូរទីផ្សារភាគខាងត្បូងទាំងស្រុងដើម្បីយកលុយដាក់ចូលហោប៉ៅខ្លួនឯងជ្រើសរើសដោយខ្លួនឯងទៅព្រមហើយលោកម្ចាស់ឡុងស៊ីសាច់មិនខ្ជិះឆ្អឹងឲ្យយើងទេថៅកែលីវខ្ញុំចាស់ចិនសុំចុះហត្ថលេខាមុនគេខ្ញុំយក500គីឡូចង្រៃយកបើងប់ក៏ងប់ទៅខ្ញុំក៏យក1000គីឡូដែរល្អណាស់អាចចិនថតលោកម្ចាស់ឡុងទៅតែចេញបញ្ជាហាមឃាត់យប់នេះពួកឯងហ៊ានលួចជួបមនុស្សពីរជាងណានៅទីនេះទៀតស្មានថាទឹកទន្លេខ្វាំងណាមិនទាន់ជ្រៅមែនទេចង់ទៅធ្វើចំណីត្រីមែនទេឯងគឺជាលីវតាចុងម្នាក់នោះមែនទេគ្រាន់តែមានល្បិចតិចតួចនៅជាងណានហ៊ានមកច្រឡំខំដល់ខ្វាំងណាមតែម្នាក់ឯងមែននាំស្រីរបស់ឯងចេញទៅភ្លាមព្រមទាំងទៅឲ្យផុតពីខ្វាំងណាមទៅបើមិនដូច្នោះទេនៅពេលនេះថ្ងៃស្អែកពួកឯងទាំងពីរនឹងក្លាយជាសាកសពអន្តែទឹកចៅហ្វាយឯងមិនបានបង្រៀនទេអីថាពេលចរចារកស៊ីជាមួយគេកុំចេះតែដកកាំបិតចេញមកផ្ដេសផ្ដាសអាចឆ្កែឯងចង់រងាប់មែនទេត្រឡប់ទៅប្រាប់អាម្នាក់ដែលហៅថាលោកម្ចាស់ឡុងអីនឹងទៅថាទីផ្សារនៅខ្វាំងណាននេះខ្ញុំលីវតាឆ្វាំងនឹងចូលមកឲ្យខានតែបានបើគេចង់លេងផ្លូវងឹតខ្ញុំនឹងកំដរដល់ទីបញ្ចប់គេចង់លេងសង្គ្រាមពាណិជ្ជកម្មប្រាប់គេឲ្យលេងឲ្យស្អាតចាំខ្ញុំចេញទៅអីចឹងមានន័យថាពួកអ្នកបោះដុំតូចតាចជាង10អ្នកចុះកិច្ចសន្យាជាមួយខេត្តជាងណាននៅមុខឯងហើយឯងបែរជាត្រូវអ្នកស្រែមកពីភាគខាងជើងម្នាក់យកកាំបិតមកគំរាមរហូតដល់ភ័យនំដាក់ខោលោកម្ចាស់ឡុងអាលីវតាឆ្វាំងនឹងគឺជាមនុស្សឈួតហើយលើពីនេះទៅទៀតនៅក្នុងដៃគេមានរបស់ម្យ៉ាងជាសាច់វេចខ្ចប់សញ្ញាកាសដែលអាចទុកបាន3ខែក្នុងសីតុណ្ហភាពធម្មតាពួកអាឡាវជីនទាំងនោះប្រាចិត្តក៏ព្រោះតែឃើញទំនិញយ៉ាងឯងខ្ចប់បែបបូមខ្យល់ចេញមិនចម្លែកទេដែលវាហ៊ានចុះទៅយ៉ាងតែម្នាក់ឯងអាម្នាក់នេះចង់បំផ្លាញដល់រស្គលអាជីវកម្មដឹកជញ្ជូនត្រជាក់របស់យើងហើយលោកម្ចាស់ឡុងតើយើងគួរធ្វើដូចម្តេចបើសិនជាទំនិញរបស់វាសម្រាប់ចូលមកវិញយ៉ាងច្រើនបែបនេះឡានត្រជាក់និងឃ្លាំងទឹកកកដែលយើងផ្ដាច់មុខនឹងខ្លាចជាអេតចៃអស់ហើយភ័យធ្វើអីនេះខ្លាំងក៏មិនឈ្នះម្ចាស់ស្រុកដែរទំនិញវាល្អបញ្ជាតាមសម្ដីខ្ញុំទី1ប្រាប់អ្នកស្គាល់គ្នានៅកន្លែងត្រួតពិនិត្យ Gangnan ថាចាប់ពីថ្ងៃនេះទៅត្រូវត្រួតពិនិត្យឡានដឹកទំនិញគ្រប់គ្រឿងដែលចូលមកពីក្រៅខេត្តជាពិសេសគឺមកពីខេត្ត Gangnan សូម្បីតែកង់ឡានមួយក៏មិនឲ្យចូលដែរទី2វាកំទេចតូបរបស់អាយិននិងពួកក្បត់10អ្នកជាងនោះឲ្យអស់ខ្ញុំចង់ឲ្យលីវ Dash វិញមើលផ្ទាល់នឹងភ្នែកថានៅលើទឹកដី Gangnan នេះត្រកូលឡងរបស់ខ្ញុំគឺជាច្បាប់ជាឆ្វេងស្ថានភាពមិនសូវស្រួលទេរសៀលថ្ងៃនេះតូបរបស់ពួកលោកជេនជាង10នាក់ត្រូវបានក្រុមជនពាវីកំទេចអស់ហើយខ្ញុំបានដឹងថាផ្លូវខេត្តឆ្ពោះមក Gangnan ស្រាប់តែមានការដាក់របាំងដើម្បីត្រួតពិនិត្យឡានដឹកទំនិញមកពីក្រៅយ៉ាងតឹងរ៉ឹងក្បួនឡានរបស់ហ៊ីបូត្រូវចេញដំណើរនៅថ្ងៃស្អែកហើយលោកម្ចាស់ឡងកំពុងតែកាត់ផ្ដាច់ដង្ហើមតាមផ្លូវគោករបស់យើងបើហ៊ានតែបង្ខំឆ្លងកាត់ក្បួនឡានប្រកាសជាត្រូវគេខត់ទុកកិច្ចសន្យាដែលយើងបានបើប្រកូលទំនិញមិនទាន់យើងត្រូវសងប្រាក់ពិន័យដល់ទៅ3ដងYenger តើអ្នកដឹងទេថាកាលពីដើមពេលធ្វើសង្គ្រាមជួបមន្ត្រីទុច្ចរិតដែលវាមិនបែកតើគេនឹងធ្វើដូចម្តេចវាងទៅត្រូវហើយលោកឡុងគឺជាអ្នកមានអំណាចនៅខ្វាំងណានគាត់អាចជួលពួកបងធំឲ្យមកកំទេចតូបលក់ដូរប្រើខ្សែរយៈដើម្បីដាក់របាំងផ្លូវព្រោះផ្លូវថ្នល់និងផ្សារគឺជាទឹកដីរបស់គាត់ប៉ុន្តែគាត់មិនអាចគ្រប់គ្រងខ្សែទឹកទន្លេយ៉ាងសេដ៏ធំធេងនេះបានទេរឹតតែមិនអាចគ្រប់គ្រងនាយកដ្ឋានកំពង់ផែរបស់រដ្ឋបានទៀតតាជួងមានន័យថាចង់ដឹកជញ្ជូនតាមផ្លូវទឹកមែនទេប្រញាប់ទៅប្រៃសណីយ៍ផ្ញើតេឡេក្រាមមិនទាន់ទៅភូមិសន្តិភាពភ្លាមប្រាប់ក្បួនរថយន្តរបស់ហឺប៉ាវកុំឲ្យចុះទៅត្បូងតាមផ្លូវខេត្តបដូរផ្លូវទាំងអស់ទៅកាន់កំពង់ផែចង្ជឹងក្នុងខេត្តជាងណានលើកទំនិញដាក់លើនាវាដឹកទំនិញរបស់រដ្ឋរួចចុះតាមទន្លេទៅកាន់កំពង់ផែខ្វាំងណានដោយផ្ទាល់លោកម្ចាស់ឡុងចង់កំចាត់ខ្ញុំនៅលើដីគោកអញ្ចឹងខ្ញុំនឹងប្រើផ្លូវទឹកវិញផ្ដល់មេរៀនដែលគេស្មានមិនដល់ឲ្យគេម្ដងទូលេខបន្ទាន់ពី Dashwang
ស្អីគេ Daeshun ថាផ្លូវខេត្តភាគខាងត្បូងត្រូវបានបិទដោយពួកបងធំបញ្ជាឲ្យក្បួនឡានដាច់ខាតមិនត្រូវចុះទៅត្បូងតាមផ្លូវគោកឡើយចង្រៃយកពួកអាបាតផ្សោតភាគខាងត្បូងហ៊ានមកផ្ដាច់ផ្លូវរកស៊ីយើងផងមេកងកុំបារម្ភអីខ្ញុំហេប៉ាល់នឹងនាំបងប្អូនកាន់សោខ្លាញ់សម្រាប់ចូលទៅអ្នកណាហ៊ានរារាំងអញនឹងបុកឲ្យងាប់កុំឈួតអី Daeshun មានគម្រោងដែលល្អជាងនេះ Daeshun បញ្ជាឲ្យក្បួនឡានទាំងអស់បត់ទៅកំពង់ផែយ៉ែងឆេងជាបន្ទាន់ Daeshun បានតាក់ទងប៉ាល់ដឹកទំនិញរបស់រដ្ឋនៅទីនោះរួចហើយទំនិញរបស់យើងនឹងដឹកតាមមកប៉ាល់ទៅហ្គេងណាំអព្រះអើយខួរក្បាលថៅកែនេះមិនធម្មតាមែនផ្លូវទឹកមកដល់ផ្ទាល់តែម្ដងតើអ្នកណាអាចខត់ជាប់ទៅអ្នកទាំងអស់គ្នាបង្វិលចង្កូតឲ្យអស់គោលដៅគឺកំពង់ផែយ៉ែងឆេងជន់ហ្គាសឲ្យអស់មកនេះគឺជាលទ្ធផលនៃការមិនគោរពច្បាប់ថ្ងៃនេះជាថ្ងៃប្រគល់ទំនិញដែលឯងណាត់ជាមួយលីវដាឈួងចុះទំនិញរបស់គេនៅណាលោកម្ចាស់ឡងលោកបានបិទផ្លូវដឹកជញ្ជូនហើយឡានរបស់គេចូលមកមិនរួចទេលោកកំពុងតែបង្ខំខ្ញុំឲ្យតច្រកហើយបើចូលមិនរួចត្រូវតែសងប្រាក់ពីណីហាហាអាលីវដាឈួងម្នាក់នោះប្រហែលជាខ្លាចរត់ទៅភាគខាងជើងវិញបាត់ហើយពួកល្ងងដូចជាពួកឯងនៅសង្ឃឹមឲ្យគេមកជួយទៀតហើយអ្នកណាថាខ្ញុំរត់អញគឺជាលីដាឈួងហើយចិត្តសឿងមិនធម្មតាទេប៉ុន្តែមានតែចិត្តសឿងវាមិនគ្រប់គ្រាន់ទេក្បួនឡានរបស់ឯងសំបីតែព្រំប្រទល់ហ្គេងណែនក៏ចូលមិនចុះផងបើថ្ងៃនេះប្រគល់ទំនិញមិនបានទេយោងតាមកិច្ចសន្យាឯងមិនត្រឹមតែត្រូវសងជំងឺចិត្តទេខ្ញុំនឹងរារាំងលោកម្ចាស់ឡងលោកគិតថាពិតផ្លូវថ្នល់ប៉ុន្មានខ្សែហ្នឹងអាចច្របាច់លីដាឈួងនេះបានមែនទេឯងចង់មានន័យថាម៉េចចក្ខុវិស័យរបស់លោកចង្អៀតពេកហើយនោះគឺជាកំពង់ផែទឹកជ្រៅរបស់អាជ្ញាធរកំពង់ផែរដ្ឋមាននាវាធំមកចិត្តហើយលោកម្ចាស់ឡុងអ្នកអាចគ្រប់គ្រងផ្លូវគោកបានចុះតើអ្នកអាចគ្រប់គ្រងផ្លូវទឹកបានទេទំនិញរបស់លីវតាចុងមិនតាមផ្លូវគោកទេគឺតាមផ្លូវទឹកថៅកែសាច់អស់សាច់ច្របបំខ្យល់100000ជីងសំបីតែថងមួយក៏មិនរហែកដែរអស់បានមកដល់ដោយសុវត្ថិភាពធ្វើបានល្អណាស់បងប្អូនរស់ហើយពួកយើងមានសង្ឃឹមហើយលោកម្ចាស់ឡុងចង់បង្អត់ពួកយើងឲ្យស្លាប់យកសពទៅចុះយំធ្វើអីទំនិញមកដល់គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះប្រញាប់ដឹកទំនិញទៅឃ្លាំងរបស់អ្នកវិញភ្លាមយប់នេះខ្ញុំចង់ឲ្យភោជនីយដ្ឋានទាំងតូចទាំងធំក្នុងក្រុងខ្វាងណានសាយភីទៅដោយក្លិនឈ្ងុយសាច់ពីភូមិហឺភីងរបស់យើងដឹកជញ្ជូនតាមផ្លូវទឹកអាអ្នកស្រែមកពីភាគខាងជើងដូចជាវាបែរជាអាចបញ្ជាកប៉ាល់ដឹកទំនិញរបស់រដ្ឋបានពួកអឥតប្រយោជន៍អស់ឯងហេតុអីក៏មនុស្សដំណឹងអីសោះអញ្ចឹងលោកម្ចាស់ឡុងសុំបន្ថយខាងសិនក្មេងនោះវាល្បិចច្រើនណាស់ខាងមុខវាធ្វើជាឲ្យក្បួនឡានមកជុំគ្នាតែធៀបពិតវាលួចបង្វែរទំនិញទៅតាមផ្លូវទឹកទន្លេយ៉ាងសេលោកម្ចាស់ឡុងបើសាច់100000ចិននេះធ្លាក់ដល់ទីផ្សារសាច់ដែលយើងទិញស្តុកទុកក្នុងតម្លៃខ្ពស់នឹងត្រូវរលួយក្នុងឃ្លាំងអស់មិនខាននេះជាចំនួនរាប់លានឯណោះចុះបើទំនិញមកដល់ហើយយ៉ាងម៉េចច្បាប់នៅខ្វាងណានគឺនៅតែខ្ញុំជាអ្នកកំណត់ជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងក្រុងខ្វាងណានភ្លាមនរណាហ៊ានទិញសាច់ពីពួកអាជីនតែបន្តិចសភាពាណិជ្ជកម្មត្រកូលឡុងនឹងកាត់ផ្តាច់ការផ្គត់ផ្គង់គ្រឿងសមុទ្របន្លែនិងស្បៀងអាហាររបស់ពួកគេទាំងអស់ខ្ញុំនឹងឲ្យសាច់មួយសែនចិនរបស់លីវតាជួងរលួយស្អុយឡើងដង្កូវក្នុងឃ្លាំងចាំមើលវាមានអ្វីមកតាំងជាមួយខ្ញុំថៅកែលីវចប់ហើយចប់អស់ហើយលោកម្ចាស់ឡុងបានចេញបញ្ជាដាច់ណាត់ម្ចាស់ភោជនីយដ្ឋានពេញទីក្រុងខ្លាចជាញើសគ្រប់គ្នាពួកយើងដើរឡើងចង់ដាច់ជើងហើយនិយាយឡើងសឹកអណ្ដាតអស់ហើយសូម្បីតែសាច់មួយចិនក៏លក់មិនចេញដែរអាកាសធាតុក្តៅខ្លាំងបែបនេះទោះបីជាមានការវេចខ្ចប់បំខ្យល់ចេញក៏ដោយការទុកចោលក្នុងឃ្លាំងមិនមែនជាដំណោះស្រាយទេបើបង់ប្រាក់ដែលនៅសល់មិនទាន់ពួកយើងច្បាស់ជាខ្សែធនដល់ថ្នាក់ចង់សម្លាប់ខ្លួនមិនខានតែឈួងលោកម្ចាស់ឡុងកំពុងតែកាត់ផ្តាច់ផ្លូវពួកយើងហើយគាត់បានក្តោបក្តាប់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារទាំងមូល
ម្ចាស់ហាងមិនហ៊ានធ្វើឲ្យគាត់ខឹងទេពួកយើងតើពួកយើងពិតជាអស់ផ្លូវហើយមែនទេលោកម្ចាស់ឡងកំពុងច្របាច់កាហាងអាហារទាំងនោះគិតថាអាចសម្លាប់ពួកយើងបានគាត់ពិតជាអំនួតពេកហើយបើហាងមិនទិញអញ្ចឹងយើងរំលងភោជនីយដ្ឋានទៅហើយលក់សាច់ឲ្យប្រជាជន1 លាននាក់នៅក្រុងខ្វាំងណានផ្ទាល់តែម្ដងលក់ឲ្យប្រជាជនមែនទេថៅកែលីវតើវាអាចទៅរួចយ៉ាងម៉េចសាច់យើងនេះជាប្រភេទសាច់អស់ស្ពើកម្រិតខ្ពស់សូម្បីសាច់ជ្រូកធម្មតាប្រជាជនក៏មិនសូវហ៊ានទិញហូបផងតើពួកគេមកទិញសាច់យើងយ៉ាងម៉េចទៅព្រោះខ្ញុំមិនលក់ទេគឺខ្ញុំចែកឲ្យថ្ងៃស្អែកជាថ្ងៃចុងសប្តាហ៍ជួលទីលានវប្បធម៌កម្មករដែលធំបំផុតនៅក្រុងខ្វាំងណានឲ្យខ្ញុំរៀបចំផ្ទះដែកធំចំនួន100ហើយរងាស់សាច់ទាំងអស់ឲ្យខ្ញុំចង់រៀបចំកម្មវិធីភ្លក់សាច់ដោយឥតគិតថ្លៃដ៏ធំមួយឲ្យតែជាអ្នកក្រុងខ្វាំងណានគឺអាចញ៉ាំបានតាមចិត្តខ្ញុំចង់ឲ្យក្លិនសាច់អស់នេះភីសាប់ពេញគ្រប់ច្រកល្ហកក្នុងក្រុងខ្វាំងណានបង្ខំឲ្យម្ចាស់ភោជនីយដ្ឋានទាំងនោះមកលុតជង្គង់អង្វរយើងឲ្យគ្រប់គង់ទំនិញឲ្យព្រះអើយសាច់នេះឆ្ងាញ់ខ្លាំងណាស់មានខ្លាញ់តែមិនទ្រលាន់ថែមទាំងមានក្លិនក្រអូបឈ្ងុយនៃអស់ទៀតញ៉ាំហើយមានអារម្មណ៍ថាក្តៅពេញខ្លួនតែម្ដងកុំដណ្ដើមគ្នាអីទុកឲ្យខ្ញុំមួយដុំផងតែសាច់ច្រកកញ្ចប់បូមខ្យល់នេះលក់យ៉ាងម៉េចដែរខ្ញុំចង់ទិញ10 គីឡូយកទៅផ្ទះតែចៅយើងជោគជ័យហើយអំបញ្ញមិញមានម្ចាស់ភោជនីយដ្ឋានធំជាង10បានលួចចាត់មនុស្សមកតាក់ទងយើងគេថាភ្ញៀវចង់ញ៉ាំតែសាច់ប្រភេទនេះប៉ុណ្ណោះពួកគេទ្រាំនឹងសម្ពាធលេងជាប់ហើយសុខចិត្តឲ្យតម្លៃទ្វេដងដើម្បីយកទំនិញឈប់ទាំងអស់គ្នាលីវតែឆ្វាងអញហ៊ានមកញុះញង់បង្កចំនួនក្នុងទឹកដីអញផងថ្ងៃនេះអញនឹងវាយឆ្នាំងអញឲ្យខ្ទេចហើយយកសាច់អញទៅចាំមើលមាននរណាហ៊ានខាត់អញចង់វាយឆ្នាំងខ្ញុំមែនទេលោកឡុងបើភ្នែកឯងមើលឲ្យច្បាស់ទៅនេះជាលិខិតអនុញ្ញាតសហការរវាងរោងចក្រអាហាររដ្ឋលេខ1ក្រុងខ្វាំងណាននិងភូមិហឺភីងខេត្តចឹងណានពិធីបញ្ញាចិត្តថ្ងៃនេះគឺជាគម្រោងបម្រើប្រជាជនដែលអនុម័តដោយរោងចក្ររដ្ឋហ៊ានប៉ះសាក់មើលទៅបើហ៊ានតែប៉ះគឺមានទោសដល់ស្លាប់ហើយលិខិតអនុញ្ញាតរបស់រោងចក្ររដ្ឋមិនអាចទេមនុស្សក្រៅតំបន់ដូចឯងមិននឹងអាចតាក់ទងជាមួយរោងចក្រអាហាររដ្ឋលេខ1បានឯកសារអនុញ្ញាតនេះគឺคล้ายៗលោកម្ចាស់ឡុងលោកចាស់ហើយខួរក្បាលក៏លែងដើរដែរលោកស្មានថាប៉ុន្មានថ្ងៃនេះខ្ញុំនៅខ្វាំងណានគ្រាន់តែនាំបងប្អូនមកចាំស្លាប់ក្នុងឃ្លាំងមែនទេសភាពាណិជ្ជកម្មភាគខាងត្បូងគិតតែពីការផ្ដាច់មុខឡានដឹកទំនិញត្រជាក់គិតតែពីរឿងកាត់កម្រៃជើងសារពីអ្នកលក់ដុំតូចតាចចំណែកខ្ញុំមានបច្ចេកវិទ្យាបូមខ្យល់រក្សាសាច់ទំនើបជាងអ្នក10ឆ្នាំបានទៅតាក់ទងរោងចក្ររដ្ឋដោយផ្ទាល់ពួកគេកំពុងពិបាកចិត្តរឿងនាំចេញសាច់ទៅឆ្ងាយមិនបានបច្ចេកវិទ្យាខ្ញុំគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ពួកគេសាច់100000ចិននេះគឺជាគម្រោងសាកល្បងរបស់រោងចក្ររដ្ឋលោកបំផ្លាញឆ្នាំងបាយខ្ញុំក៏ដូចជាបំផ្លាញកេរ្តិ៍ឈ្មោះរោងចក្ររដ្ឋដែរលោកម្ចាស់ឡុងកុំស្ដាប់វាបោកប្រាស់អីគ្រាន់តែដណ្ដើមក្រដាស់នោះមកហែកចោលវានឹងគ្មានភស្តុតាងតាំងឡើយបងប្អូនចូលទៅតែជួងប្រយ័ត្នអ្នកណាទៀតចង់សាកកុំកម្រើកឲ្យសោះលើកដៃដាក់លើក្បាលហើយអង្គុយចុះឡុងវ៉ាន់សានយើងទទួលបានពាក្យបណ្ដឹងពីរោងចក្រអាហាររដ្ឋនិងអាជីវករជាច្រើនអ្នកជាប់សង្ស័យពីបទផ្ដាច់មុខទីផ្សារយូរអង្វែងបំផ្លាញគម្រោងសហការរដ្ឋដោយចេតនាបង្កចំនួននិងបង្កបញ្ហាសភាពាណិជ្ជកម្មរបស់អ្នកចប់ត្រឹមថ្ងៃនេះហើយចប់ហើយខ្ញុំឡុងវ៉ាន់សានរកស៊ីនៅខ្វាំងណានអស់30ឆ្នាំមិននឹកស្មានថាចាញ់ក្រោមដៃក្មេងមកពីភាគខាងជើងសោះនាំខ្លួនពួកគេទាំងអស់ទៅសាកសួរកុំឲ្យសល់ម្នាក់តោះទៅឆៃមេឃនៅភាគខាងត្បូងភ្លឺហើយសមិទ្ធដេជួនលទ្ធផលនៃមហាសន្និបាតប៉ុន្មានថ្ងៃនេះពិតជាអស្ចារ្យណាស់អ្នកក្រុងហ្គេងណែនទាំងមូលកំពុងស្វែងរកទិញសាច់ពើវិចខ្ចប់របស់ពួកយើងថ្នាក់ដឹកនាំក្រុងយកចិត្តទុកដាក់ខ្លាំងណាស់សម្រាប់ចិត្តផ្សព្វផ្សាយបច្ចេកវិទ្យារបស់អ្នកឲ្យបានទូលំទូលាយនេះជាកិច្ចសន្យាវាជាកិច្ចព្រមព្រៀងសហការផ្ដាច់មុខ10ឆ្នាំរវាងរោងចក្ររដ្ឋនិងរោងចក្រភូមិសន្តិភាពអ្នកផ្ដល់បច្ចេកវិទ្យានិងរូបមន្តអស់ធ្នូយើងផ្ដល់ខ្សែសង្វាក់ផលិតកម្មនិងបណ្ដាញចែកចាយនៅភាគខាងត្បូងប្រាក់ចំណេញយើងចែកគ្នា50ថៅកែឈានចែកគ្នា50ខ្ញុំយល់ព្រមប៉ុន្តែខ្ញុំមានលក្ខខណ្ឌបន្ថែម2យ៉ាងសមិទ្ធដាចង
លោកអាចលើកឡើងបានគ្រប់យ៉ាងទី1ក្រុងខ្វាងណានគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះខ្ញុំចង់ប្រើប្រាស់បណ្ដាញភស្តុភាររបស់រោងចក្ររដ្ឋដើម្បីចែកចាយទំនិញឲ្យសពខេត្តទាំង5នៅភាគខាងត្បូងក្នុងពេលកន្លះឆ្នាំខ្ញុំចង់បង្កើតបណ្ដាញភស្តុភារត្រជាក់ដែលលាតសន្ធឹងពាសពេញប្រទេសទី2រោងចក្រកែច្នៃភូមិហ៊ីពេញមិនត្រឹមតែត្រូវផ្គត់ផ្គង់ទំនិញតែត្រូវចូលរួមបង្កើតស្តង់ដារសាច់វេចខ្ចប់បូមខ្យល់ទូទាំងប្រទេសទៀតផងការវេចខ្ចប់នាពេលអនាគតត្រូវតែមានស្លាកសញ្ញារួមរបស់ក្រុមហ៊ុនដាចងយើងពិតជាមានមហិច្ឆតាណាស់សមិទ្ធដាចងយុគសម័យនេះត្រូវការមនុស្សហ៊ានគិតហ៊ានធ្វើដូចលោកខ្ញុំយល់ព្រមចុះហត្ថលេខារៀបចំខ្លួនទៅដល់ពេលយើងត្រូវត្រឡប់ទៅផ្ទះវិញហើយបងថ្លៃដេឈួងឲ្យក្នុងបំផុតឯងក៏ត្រឡប់មកវិញដែរឥឡូវភូមិសន្តិភាពយើងជាភូមិអ្នកមានល្បីពេញប្រទេសហើយថ្នាក់ដឹកនាំក្រុងចុះមកពិនិត្យរាល់ថ្ងៃគេថាឯងជាមោទនភាពរបស់ខេត្តយើងពូយ៉ែងនេះគឺដោយសារគ្រប់គ្នាខំប្រឹងជាមួយគ្នាទេឲ្យតែមានខ្ញុំលីវដេឈួងនៅទីនេះអ្នកភូមិសន្តិភាពនឹងមានហូបមានចុកបរិបូរណ៍រហូតកម្ពុជាមែនខ្ញុំមានរឿងល្អនៅចំពោះមុខបែជាមិនទទួលស្គាល់ចៅទៅស្រឡាញ់អាលីវឆៅវិញចង្រៃនោះទៅវិញខ្ញុំពិតជាភ្នែកខ្វាក់មែនតែឈួងតាចេះវាងមើលយាយទៅកូនពេលវេលាកន្លងផុតទៅយ៉ាងលឿនរហូតដល់ឆ្នាំ1978រដូវការីបក់រំភើយពេញផ្ទៃដីខ្ញុំប្រើប្រាស់គ្រប់ថ្ងៃនេះគឺជាថ្ងៃមង្គលរបស់ប្អូនប្រុសដេឈួងរបស់ខ្ញុំអ្នកទាំងអស់គ្នាផឹកឲ្យអស់ពីចិត្តទៅស្រាម៉ៅថេផ្ដល់ជូនពេញក្នុងកម្មវិធីកាលនោះដេឈួងធ្លាប់ជួយជីវិតខ្ញុំដឹងច្បាស់ថាគេមិនមែនជាមនុស្សធម្មតាឡើយបងធ្វើបានហើយលីយើងតើអូននៅចាំគ្រាដែលយើងជួបគ្នាដំបូងក្នុងព្រៃជ្រៅទេចាប់តាំងពីពេលដែលបងទទួលអូននៅក្រោមដើមឈើនោះមកបងស្បត់ថានឹងមិនឲ្យអូនរងការលំបាកសូម្បីតែបន្តិចឡើយក្នុងជាតិនេះដែលជួនការជួបបងគឺជាសំណាងដ៏ធំបំផុតក្នុងជីវិតមិនថាបងជាកំឡោះក្រីក្រក្នុងភូមិឬជាអ្នកមានបំផុតនៅពេលនេះបងនៅតែជាវីរបុរសតែម្នាក់គត់របស់អូនជានិច្ចសមិទ្ធលេយើងតើអូនព្រមរៀបការជាមួយបងហើយឲ្យបងថ្នាក់ថ្នមអូនអស់មួយជីវិតទេអូនព្រមក្នុងទសវត្សរ៍ឆ្នាំ70ចាប់ផ្ដើមដ៏លំបាកដូចជាមួយសាច់ញាតិចិត្តអាក្រក់ឲ្យតែខ្ញុំចង់ពិភពលោកនេះនឹងក្លាយជារបស់ខ្ញុំលីដាឈួនមិនត្រឹមតែត្រូវសម្រេចជោគជ័យធំនោះទេតែថែមទាំងត្រូវនាំមនុស្សដែលខ្ញុំស្រឡាញ់ស្ថិតនៅលើកំពូលនៃសម័យកាលនេះជានិច្ច